អ្នករសាបលឹងនោះគេថាពេជ្រប្រានមួយពេជ្រប្រាជ្ញមួយពេជ្រខុនមួយពេជ្រធានមួយចែកម៉ោងគ្នារសាដោយថាពេជ្រប្រានអញ្ចឹងរសាពីព្រឹកទល់ថ្ងៃត្រង់ហើយដល់ពេជ្រប្រាជ្ញរសាពីថ្ងៃត្រង់ទល់ប្រលប់ដល់ពេជ្រខុននឹងរសាពីប្រលប់ទល់កដាលត្រៀតហើយដល់ពីកដាលត្រៀតទល់ភ្លឺពេជ្រធានដាក់វេនគ្នាថែរសាយើងម្នាក់នឹងមានអ្នករសាបលឹងយើង4នាក់ទៀតយើងអត់ដឹងសោះហើយអ្នករសាបលឹងហ្នឹងគេថារសាដើម្បីអីគេថាដើម្បីជូនតំណែងមកដល់ម្ចាស់បលឹងជូនតំណែងអីខ្លះតាមរយៈញាក់មុខញាក់មាត់ញាក់ដៃញាក់ជើងញាក់ក្បាលយល់សពនិងប្រភ្នូលផ្សេងដូចជាលោកយាយខ្លះគាត់ថាខ្ញុំបញ្ញាក់ភ្នែកឆ្វេងមានរឿងបញ្ញាក់ភ្នែកស្ដាំមានលៀបតាខ្លះគាត់ថាខ្ញុំបញ្ញាក់មាត់ស្ដាំបានចំណីឆ្ងាញ់បញ្ញាក់មាត់ឆ្វេងខាងក្រោមនឹងដឹងតែឆ្លោះគ្នាហើយយាយខ្លះគាត់ថាខ្ញុំបញ្ញាក់ជើងគេបបួលដើរលេងបញ្ញាក់ក្បាលមានភ្ញៀវអ្នកខ្លះថាប្រភ្នូលខ្ញុំបើ7ពេកហើចូលផ្ទះអានឹងមានភ្ញៀវមកអ្នកខ្លះគេថាបើទឹកកែយំលើសពី10មានភ្ញៀវអ្នកខ្លះគេថាខ្ញុំចំណាំតែឆ្កែអូសគូតពីក្នុងផ្ទះចេញទៅក្រៅអានឹងមានភ្ញៀវដែរហើយដល់ពេលយាយខ្លះគាត់ធ្វើពិសោធន៍គាត់ថាមកបនគេទៅគាត់ញាក់ភ្នែកឆ្វេងព្រឺតអញចំណាំតាញាក់ភ្នែកឆ្វេងនឹងមានរឿងបើអញ្ចឹងមិនហ៊ាននៅបននេះទៅផ្ទះសិនកុំឲ្យមានរឿងស្រាប់តែដល់ផ្ទះឆ្លោះជាមួយតាហ្មងក៏បាននឹកថាយីឯងថាកិច្ចពីរឿងឥឡូវមកជួបរឿងដដែលថ្ងៃក្រោយមកបនទៀតញាក់ភ្នែកឆ្វេងព្រឺតថ្ងៃមុនញាក់ភ្នែកឆ្វេងនឹងប្រញាប់ទៅផ្ទះឆ្លោះជាមួយតាឥឡូវថ្ងៃនេះមិនទាន់ទៅទេសងំឲ្យតលយប់ចាំផុតរឿងសិនចាំទៅដល់នៅដល់យប់មានអីចេញទៅគេយកស្បែកជើងបាត់ឯងទិញម្សិលមិញ$20ទាន់បានពាក់ប្រមាណផងទឹមពាក់ម្ដងឲ្យចូលកាមេរ៉ាគេឥឡូវគេយកបាត់ដល់ជិះម៉ូតូទៅតាមផ្លូវញោមមកបែកម៉ូតូទាំងយប់នឹងទៀតជាងគេដេកអស់អាលីងម្លោះហើយគាត់នឹកថាអញចំណាំថាអញ្ញាភ្នែកឆ្វេងនឹងដឹងតែមានរឿងកិច្ចមិនថត់ហើយគាត់សួរខ្លួនឯងចុះភ្នែកនឹងវាដឹងពីណាមកណាមិនបានភ្នែកនឹងវាដឹងមុនអញគេថានឹងអ្នករសាបលឹងវាប្រាប់ហើយតាចឹងដែរតាគាត់ថាបញ្ញាក់ជើងគេបបួលដើរលេងបញ្ញាក់ក្បាលមានភ្ញៀវបញ្ញាក់មាត់ស្ដាប់មកខាងលើនឹងដឹងតែបានចំណីឆ្ងាញ់ហើយស្រាប់តែគាត់ឆ្ងល់គាត់ថាហើយចុះមិនក៏មាត់នឹងវាដឹងមុនអញវាដឹងពីណាមកបានបញ្ញាក់ហ្នឹងគេថាអ្នករសាបលឹងប្រាប់យើងឲ្យសញ្ញាមកអ្នកខ្លះឲ្យទៅជាយល់សពឲ្យទៅជាប្រភ្នូលហើយអ្នកដែលក្បួនព្រាមមែនតែនហ្នឹងគេមើលប្រវត្តិមនុស្សម្នាក់គេថាបាតដៃមនុស្សយើងហ្នឹងអត់ដូចគ្នាទេនៅលើពិភពលោកម៉ាស៊ីនវិទ្យាសាស្ត្រគេរកឃើញម៉ាស៊ីនស្កេនឈ្មោះអាចដូចគ្នាមុខអាចដូចគ្នាក៏ប៉ុន្តែកាយៅដៃកាយៅជើងអត់ដូចគ្នាទេអញ្ចឹងបានយើងជិះយន្តហោះធ្វើដំណើរឆ្លងប្រទេសឆ្លងដែនគេយកអាកាយៅដៃជាធំហើយគេអត់ជឿលើឈ្មោះជាធំទេឈ្មោះអាចប្រឡំបានមុខអាចប្រឡំបានប៉ុន្តែកាយៅដៃអត់អាចប្រឡំបានទេអត់ដូចគ្នាសោះញោមហើយចុះអ្នកព្រាមគេថាអញ្ចេះបានជាវាខុសគ្នាហ្នឹងគេថាជីវប្រវត្តិរបស់យើងនៅក្នុងដៃហ្នឹងអាយុប៉ុណ្ណេះត្រូវមានប្រពន្ធអាយុប៉ុណ្ណេះត្រូវមានប្តីអាយុប៉ុណ្ណេះត្រូវមានកូនស្រីអាយុប៉ុណ្ណេះត្រូវមានកូនប្រុសអាយុប៉ុណ្ណេះត្រូវឡើងយោះឡើងលៀបអាយុប៉ុណ្ណេះបានឋនន្តរស័ក្តិអាយុប៉ុណ្ណេះត្រូវស្លាប់ទៅវិញអាយុប៉ុណ្ណេះត្រូវឈឺធ្ងន់ដូច្នេះហើយបានជាគេថាហេតុអីបានជាគេមើលដឹងពួកព្រាមគេមើលតែបាតដៃហ្នឹងគេដឹងគេថាជីវៈប្រវត្តិយើងទៅសេលើបាតដៃហ្នឹងក៏ប៉ុន្តែយើងមើលឃើញតែកវែងកវាមយើងអត់យល់ពួកព្រាមគេយល់ន័យគេដឹងថាអាណាខ្សែជីវិតអាណាខ្សែទ្រព្យសម្បត្តិអាណាខ្សែលៀបខ្សែស្អីគេនោះហើយគេមើលដឹងថាអាយុប្រមាណមានប្តីអាយុប្រមាណមានកូនអាយុប្រមាណឈឺធ្ងន់អាយុប្រមាណស្លាប់អញ្ចឹងប្រវត្តិមនុស្សម្នាក់វានៅក្នុងបាតដៃហ្នឹងអាហ្នឹងពួកព្រាមដល់ពេលបលឹងហ្នឹងមាន19បលឹងគេថាណាភ័យខ្លាំងមែនទែនបលឹងខ្លះរបូតជ្រុះញោមដល់ទៅរបូតជ្រុះទៅវាទៅជាឈឺគេហៅជំងឺលួសបលឹងដូចពីដើមអញ្ចឹងណាអាត្មាធ្លាប់អ្នកអាស័យជប់តណាលនោះជិះកបីពីក្រោមនោះមកណាអាអ្នកជិះមុខគេហ្នឹងលោតទៅលើខ្នងកបីព្រុសពួននៅកពោតព្រៃ
ហើយប្រឡប់ផងឲ្យស្រែកថាចៅអើយចាំយាយផងគ្មានទេអាអ្នកខាងក្រោយកបីក៏ប៉ាល់មនុស្សក៏ប៉ាល់លូតពីលើខ្នងកបីរត់យកព្រះអាយុមកដល់ផ្ទះវិញអ្នកខ្លះឈឺលួសព្រលឹងគេហៅជំងឺលួសព្រលឹងភ័យខ្លាំងពេកឈឺឡើងលួសព្រលឹងអ្នកបែបនេះក្នុងសម័យសាសនាព្រាហ្មណ៍គេត្រូវធ្វើបុណ្យជាត់ព្រលឹងហើយគេហៅព្រលឹងមកវិញព្រោះព្រលឹងកពុបអស់ខ្លះទៅហើយជ្រុះទៅខ្លះហើយអញ្ចឹងអាចារ្យគេជាត់ព្រលឹងមកវិញគេរៀបចំអំពៅខ្មៅគេរៀបចំឈ្នៀងអូរៀបពិធីក្រឹកក្រែងណាអាហ្នឹងសត្រានៅស្រុកខ្មែរនៅមានតែអាត្មារកឃើញតែក្បួនហៅព្រលឹងរបស់ព្រាហ្មណ៍ហ្នឹងហើយគេសោតហៅវើយមកវិញមកវើយមកស្រុកយើងមើលទ្រព្យសម្បត្តិថែអាសាកូនចៅយើងមកផ្ទះយើងវិញមកអើយហៅតងហៅព្រលឹងហ្នឹងណាចាស់ពីដើមនៅពេលដែលមនុស្សឈឺធ្ងន់គេទៅតាមអាចារ្យមកដល់គាត់មើលព្រលឹងសិនហើយព្រលឹងនៅគ្រប់ឯអត់ហើយបើថាព្រលឹងមិនគ្រប់ទេអាចារ្យហៅព្រលឹងសិនណាហើយបើហៅព្រលឹងចូលមិនគ្រប់ទេអាចារ្យប្រាប់ថាអូមនុស្សនេះមិនធាទេមួយខែពីរខែទៀតឬក៏ឆាប់នឹងគាត់នឹងស្លាប់ហើយក៏ប៉ុន្តែបើហៅព្រលឹងចូលគ្រប់គ្រាន់វិញគាត់ថាមនុស្សនឹងរស់វែងតទៅទៀតតែចាហើយអាចារ្យស្រុកនេះចេះហៅព្រលឹងយ៉ាងជាមើលពីណាឈឺឲ្យទៅហៅព្រលឹងសាកមើលរហូតទៅដល់អ្នកបួសនឹងក៏គេមានសែនអីជូនព្រលឹងឯណាអូច្រើនណាស់រឿងព្រលឹងហ្នឹងហើយដល់ពេលព្រលឹងហ្នឹងគេចែកជា3ព្រលឹងតូចព្រលឹងធំនិងព្រលឹងមធ្យមអាព្រលឹងតូចហ្នឹងមនុស្សណាម្នាក់ចិត្តស្លាប់ច្បាប់ខ្លះថា6ខែច្បាប់ខ្លះថា1ខែចាប់ផ្ដើមចុះចេញពីខ្លួនយើងទៅហើយអញ្ចឹងយើងចាប់ផ្ដើមភ្លេចចាប់ផ្ដើមភ្លាំងចាប់ផ្ដើមផ្លាត់ចាប់ផ្ដើមមានប្រភ្នូលប្រេះផ្ដាស់ព្រោះព្រលឹងខ្លះលែងនៅហើយទៅហើយដល់ព្រលឹងធំចេញថ្ងៃស្លាប់ដល់ព្រលឹងចេញថ្ងៃស្លាប់ព្រលឹងធំគេថាអត់តន់អស់នៅសល់ព្រលឹងរាយរងទៀតដូចជាព្រលឹងពួកដីទឹកភ្លើងខ្យល់អីអត់តន់ទៅអស់ទេពួកព្រលឹងរាយរងហ្នឹងនឹងនាំគ្នាទៅថ្ងៃទី7ប្រជុំគ្នាទៅហើយទៅជុំគ្នាជាមួយព្រលឹងធំដើម្បីទៅចាប់កំណើតកើតមួយទៀតពួកព្រាហ្មណ៍គេថាអញ្ចឹងក្នុងសាសនាព្រាហ្មណ៍គេរៀបសំណែនក្នុងថ្ងៃទី7នឹងដែរគេហៅថាសែនដំណើរព្រលឹងមានន័យថាខ្មែរយើងកាលពីមុនកាន់ពុទ្ធសាសនាហ្នឹងដែលយើងបន្ទាប់ពីកាន់សាសនាអូស្ត្រូអាស៊ីនិងមកកាន់សាសនាព្រហ្មញ្ញក៏យើងមានជំនឿ7ថ្ងៃដែរប៉ុន្តែគេសែនគេហៅថាជូនដំណើរព្រលឹងដល់ពេលក្រោយមកទៀតខ្មែរយើងដូរសាសនាមកទទួលកាន់ពុទ្ធសាសនាវិញម្ដងពុទ្ធសាសនាព្រះអង្គអត់មានបង្គាប់បញ្ជាថាណែឯងត្រូវតែធ្វើបុណ្យ7ថ្ងៃហើយព្រះអង្គអត់មានសម្ដែងពីព្រលឹងតូចព្រលឹងធំទេព្រះអង្គសម្ដែងពីចុតិបដិសន្ធិមនុស្សយើងស្លាប់ទៅមាន3ប្រភេទអ្នកដែលស្លាប់ទៅមាន3ប្រភេទអ្នកទី1គឺថាហៅថាសមុច្ឆេតមរណៈគឺតួព្រះអរហន្តលោកស្លាប់ហើយលោកអត់មានកើតទៀតទេនិព្វានហើយជីវិតចុងក្រោយហើយស្លាប់ទៅគឺផុតតែហ្មងលោកយល់ថាការកើតរាល់ថ្ងៃនេះដូចពពុះទឹកប៉ោងបែករាប់លានជាតិរាប់លានឆ្នាំរាប់មិនឈ្នះមកហើយវានៅតែប៉ុណ្ណឹងកើតស្លាប់អញ្ចឹងតែរហូតលោកនឿយណាយលោកធុញណាស់អញ្ចឹងលោកលែងធ្វើពពុះទឹកទៀតហើយលោកលែងកើតមកទៀតហើយនាំពិបាកស្លាប់ទៀតដូច្នេះការស្លាប់របស់ព្រះអរិយបុគ្គលគឺលោកលែងត្រឡប់មកវិញបានដល់ព្រះអរហន្តគេហៅថាសមុច្ឆេតមរណៈមួយទៀតគេហៅថាខនិកមរណៈនេះស្លាប់ដោយមួយខណៈមានន័យថាមនុស្សយើងអ្នកខ្លះស្លាប់ដៃអ្នកខ្លះស្លាប់ជើងអ្នកខ្លះជ្រុះសក់អ្នកខ្លះជ្រុះកញ្ចក់អ្នកខ្លះបាក់ថ្មិញហើយអ្នកខ្លះស្លាប់កោសិកាចាស់ផ្លាស់ចេញអានឹងស្លាប់បដាហើយអ្នកខ្លះអួតថាពីក្មេងបកែចាំមករៀនបកែដល់តែមកចាស់មកត្អូញនិគុណអើយរៀនឯមុខភ្លេចឯក្រោយរៀនឯក្រោយភ្លេចឯមុខអាត្មាថាញោមរៀនកដាលហើយបកែភ្លេចមុខក្រោយកុំរៀនមុខក្រោយរៀននៅកដាលហ្មងទៅហើយដល់ឥឡូវនេះនិគុណអើយសូត្របានតែជាមួយគេទេសូត្រម្នាក់ឯងអាកន្លែងណាមិនចេះក៏អកកាហែមហ្នឹងដកដង្ហើមចំតែកន្លែងមិនចេះនឹងហ្មងញោមញាតហើយអញ្ចឹងអ្វីដែលយើងចេះចាំពីមុនមកណាដល់លកិតមកដល់ឥឡូវនេះវាទៅជាភ្លេចភ្លាំងបាត់អស់មានន័យថាវាស្លាប់ហើយស្លាប់បដើអញ្ចឹងកោសិកាខួរក្បាលក៏ស្លាប់កោសិការូបរាងកាយក៏ស្លាប់គេហៅថាខនិកមរណៈឯស្លាប់ទី3គេហៅថាសម្មតិមរណៈស្លាប់ដោយសន្មតស្លាប់ដោយសន្មតនេះមានន័យថាតួបឋិជនយើងទាំងអស់គ្នានឹងស្លាប់ដោយសន្មតរបៀបម៉េចស្លាប់ដោយសន្មតមានន័យថាស្លាប់ហើយកើតមកវិញស្លាប់ហើយនៅកើតទៀត
អ្នកណានិយាយថាងបើសិនបើជាតិថ្មីមានមែនបើសិនជាជាតិថ្មីមិនមែនអ្នកនោះមិនតាន់មានសទ្ធាច្បាស់យល់មិនតាន់ច្បាស់ទេនៅថាបើសិនជា2បូកនឹង2 4មែនបើសិនជា3បូកនឹង3 6មែនបើគេឃើញ2មែនហើយមិនបាច់ចាំថាបើសិនជា2បូកនឹង2 4មែនមិនបាច់ទេគឺការសិក្សាឃើញអំពីកំណើតដែលកើតមកដោយសារអីនោះបឋមជនរបស់យើងស្លាប់ទៅនៅកើតទៀតញោមបើតាមលទ្ធិកម្មផលមានភ័ស្តុតាងសពថ្ងៃសម័យ YouTube គេស្វែងរកអ្នកដឹងជាតិឃើញច្រើនណាស់ទូទាំងពិភពលោកប្រទេសបារាំងប្រទេសអាមេរិកប្រទេសអូស្ត្រាលីប្រទេសណាក៏រកឃើញមនុស្សចាំជាតិដែរហើយអ្នកដែលបកស្រាយពីជំនាន់មុនថាអានឹងគេបញ្ជូនអារម្មណ៍ទេម៉ែនឹងបញ្ជូនអារម្មណ៍ទៅឲ្យកូនពេលឃើញគេមកធ្វើបន់ខ្លួនកូនទទួលអារម្មណ៍នឹងទៅក៏និយាយឡើងទៅថាដូចជាឃើញអានឹងថាគេមកចូលរួមបន់ខ្លួនម៉ែនឹងឃើញកូននឹងឃើញនេះបញ្ជូនអារម្មណ៍ទៅកូនឲ្យកូននឹងដឹងថាកូននឹងមកចាប់ជាតិដល់ទៅពេលឥឡូវគេរកឃើញមនុស្សនឹងអត់មានបញ្ជូនអារម្មណ៍ទេមួយនៅប្រទេសនោះមួយនៅប្រទេសនេះក៏មានមួយនៅព្រៃវែងមួយនៅកំពង់ចាមក៏មានដែរមានអ្នកព្រៃវែងជាតិមុនកើតនៅព្រៃវែងជាតិនេះកើតនៅកំពង់ចាមហើយតាំងពីកើតមកមិនដែលស្គាល់ព្រៃវែងសោះនាំម៉ែឪមកដល់ព្រៃវែងដើរជាអល់ហើយស្គាល់អាណាឈ្មោះអីអាណាឈ្មោះអីអានេះផ្ទះអាណានេះដីណាណាហើយបញ្ជូនអារម្មណ៍មិនបើមនុស្សនឹងមិនដែលមកផងដូច្នេះហើយគេរកឃើញអស់កាន់តែច្បាស់ហេតុនេះគេថាបឋមជនយើងស្លាប់ទៅនៅកើតទៀតហេតុអីបានកើតទៀតមកពីយើងនៅមានអវិជ្ជាតណ្ហាឧបាទានកម្មអវិជ្ជាតណ្ហាឧបាទានកម្មជាចំណងនាំឲ្យកើតទៀតមានន័យថាយើងនៅមានក្របពូជឲ្យកើតទៀតពុទ្ធសាសនាលោកថានៅពេលដែលសត្វមកចាប់កំណើតមានរាប់លានកំណើតកំពុងតែស្វែងរកកន្លែងកើតហ្នឹងប៉ុន្តែបានចូលតែមួយទេសល់ប្រមាណហ្នឹងអត់ទៅរកកន្លែងផ្សេងទៀតណាហើយបើសិនជាប្រឹងខ្លាំងណាស់បាន2គេហៅកូនភ្លោះហើយបើប្រឹងខ្លាំងមែនតែនទៀតយូរបាន3ម្ដងគេហៅកូនដាច់ដៃជោដូច្នេះហើយវាមិនងាយមានទេហាបានតែមួយគេបាត់ទ្វារអានេះក្បួនពុទ្ធសាសនាគេថាអញ្ចឹងដល់តែពួកពេទ្យគេរកឃើញដូចគ្នាដែរគេថាក្នុងម្នាក់ហ្នឹងចាប់កំណើតម្ដងមិនក្រោម700លានកំណើតទេដែលមកទៅដើមកើតនោះញោមមើលឃើញដែរហើយដល់តែគ្នាអ្នកណាមានបនចូលពឹបគេបាត់ទ្វារណែឯងអត់រត់ទៅទៀតដែរដើររកកន្លែងកើតពេញហ្នឹងអាអ្នកខ្លះមកពីសមោចអ្នកខ្លះមកពីក្រងអ្នកខ្លះមកពីត្រីមកពីគោមកពីក្បីមកពីសត្វមកពីមនុស្សដូច្នេះអ្នកដែលត្រូវស្លាប់ពួកនរកប្រែតខ្លះអស់បុណ្យត្រូវមកកើតជាមនុស្សពួកទេវតាណែពួកនរកប្រែតអស់បាបត្រូវមកកើតជាមនុស្សពួកទេវតាអស់បុណ្យចុះមកមនុស្សដូចចឹងទៅដើមគ្នាកើតឲ្យអញ្ញៃអានេះបើក្នុងធម៌ប៉ុន្តែដល់វិទ្យាសាស្ត្ររកឃើញមិនថាមានមេជីវិតមករកកើតច្រើនណាស់ប៉ុន្តែអត់មានវាសនាញោមញាតិពុទ្ធបរិស័ទហើយហេតុអីបានជាក្នុងធម៌លោកថាមនុស្សមានអវិជ្ជាតណ្ហាឧបាទានកម្មត្រូវមកកើតទៀតយាយខ្លះជាពាក់លុយគេនងអត់សងនងកេកកុករត់យករួចខ្លួននងហើយដល់តែពេលរត់ចុះរត់ឡើងទៅស្លាប់ព្រុសទៅមនុស្សនឹងស្លាប់ទៅទាំងជាពាក់លុយគេអ្នកនឹងត្រូវតែកើតមកសងលុយគេយ៉ាងហើយធ្វើខ្ញុំពង្រើគេឲ្យអស់ថ្លៃលុយដែរអ្នកខ្លះទៀតវាយគេនងហួយរត់កិច្ចចុះកិច្ចឡើងនងដល់ថ្ងៃក្រោយទៀតមនុស្សនឹងត្រូវតែស្លាប់ទៅត្រូវតែកើតទៀតដើម្បីឲ្យគេវាយវិញបើយើងអ្នកដាំពូជឲ្យគេវាយត្រូវតែឲ្យគេវាយសិនអ្នកខ្លះធ្លាប់ជេរបចោធ្លាប់ស្ដីធ្លាប់និយាយថាឲ្យគេត្រូវតែកើតមកឲ្យគេស្ដីឲ្យវិញចេះអ្នកធ្លាប់មើលងាយគេត្រូវតែកើតមកតកូលថោកទៀបម្ដងដើម្បីឲ្យគេមើលងាយវិញកម្មមានទូលតាមគ្រប់គ្នាអញ្ចឹងហើយមានរឿងរ៉ាវក្នុងកាពីច្រើនណាស់សាសនាប្រទេសលើពិភពលោកប្រទេសណាក៏មានសាសនាដែរអាត្មាក៏ធ្លាប់ចូលទៅរួមជាមួយអ្នកប្រាជ្ញអ្នកវិទ្យាសាស្ត្រទីបំផុតសិទ្ធិអ្នកជំនឿសាសនាផលិតបច្ចេកទេសឲ្យយើងប្រើនឹងឯងញោមដូចអាញស្តាញនិយាយទ្រឹស្ដីមកដូចប្រពុតអាញស្តាញមេបរមាណូណាញោមណាមេទ្រឹស្ដីបរមាណូហើយដូច Steve Jobs មេផលិត iPhone មេផលិត iPad ផលិត computer MacBook ឲ្យយើងប្រើអ្នកសមាធិស្មោះញោមអ្នកធរអ្នកអាស្មោះរៀបស្ដាប់រៀបស្លាប់ទៅសិតតែផ្ដាំជាធរជាអាញោមមើលឃើញដែរអ្នកវិទ្យាសាស្ត្រនិងអ្នកសាសនារមែនតែនទៅឃើញដូចគ្នាគ្រាន់តែការបកស្រាយខុសគ្នាផ្លូវវិទ្យាសាស្ត្របកស្រាយអាណាដែលមើលឃើញផ្លូវសាសនាបកស្រាយអាណាដែលមើលមិនឃើញដែលគេហៅថាមួយរូបធម៌មួយនាមធម៌នាមធម៌ធម៌មើលមិនឃើញរូបធម៌ធម៌មើលឃើញចាញោមលោកថាអ្នកខ្លះទៀតកើតមកដោយអារម្មណ៍ជាប់ជំពាក់
ជាប់ជាពាក់ឧបមាយាយនឹងជាពាក់លុយគេអត់សងទៅដល់ពេលម្ចាស់លុយនឹងជាប់កម្មជាប់ពៀចឹងទៅត្រូវគេកើតមកជាមួយយាយនឹងចឹងយាយនឹងមានកម្មពៀត្រូវសងលុយគេហើយអ្នកខ្លះទៀតទៅកិច្ចអត់សងលុយគេដល់កើតមកជាខ្ញុំពង្រើគេឲ្យគេប្រើចឹងទៅអ្នកខ្លះប្រើម៉ែប្រើឪឲ្យមើលកូនមើលចៅឲ្យមិនដែលសុំខមាទោសម៉ែឪទេអ្នកខ្លះចឹងទៅកើតមកអាចកើតជាកម្មពីខ្ញុំពង្រើគេដែរតើគេឲ្យសុំទោសម៉ែឪមុននឹងគាត់ស្លាប់ទៅឬក៏គាត់នៅរស់នាំគ្នាធ្វើបុណ្យសុំខមាទោសឲ្យហើយអ្នកខ្លះម៉ែឪនិយាយស្ដីថាយើងសម្លក់សម្លឹងម៉ែឪឲ្យថ្មអាហ្នឹងយើងអត់បានសុំទោសកើតមកមុខភ្នែកនឹងឯងវាចឲ្យសលេវគួយទៅបែរទៅត្បូងមើលទៅជើងដើរទៅកើតមើលទៅឡាច់ដើរទៅត្បូងមើលទៅឡាច់បាញ់មន់ងាប់ទីដកដើមទ្របងាប់កូនម្ទេសអង្គុយតុកជាមួយគេសម្លឹងមីដួសស៊ីកាទៀវឈរតាមផ្លូវបោយដែរហៅសក្លោភ្នែកមើលម៉ូតូគេថាឲ្យចុះឯងកើតមកសបុកមិនក៏ខុសគេអានឹងកម្មពៀនឯងធ្លាប់សម្លក់ម៉ែពីមុនមកអ្នកមានគុណធម៌ធ្លាប់សម្លក់ឪហើយអត់បានធ្វើបន់អត់បានសុំខមាទោសគាត់អ្នកមានគុណអញ្ចឹងចុះមកសបុកកូនគេស្អាតទាំងអស់មិនក៏កូនមួយនេះកើតមកមុខកញ៉េះខុសគេតែឯងកូនបន្ទោសដឹងស្អីទេម៉ែបង្កើតអាបងមកស្អាតភ្លឹងបង្កើតខ្ញុំមកមុខឲ្យខ្មៅឯងឲ្យកញ៉េះហ្នឹងឯងពីមុនមកម៉ែឪជេរស្ដីម៉ែឪស្ដីបដៅបន្តិចបន្តួចឯងនឹងធ្វើមុខកញើដាក់ម៉ែឪហើយឲ្យមុខកញើដាក់ម៉ែអត់បានសុំទោសត្រូវតែកើតមកមុខកញើអញ្ចឹងញោមមើលកម្មវាចាត់ចែងអញ្ចឹងហើយបានជាលោកនិយាយពីរឿងអារម្មណ៍ដែលវាជាប់ជាពាក់អ្នកខ្លះស្លាប់ទៅដោយអារម្មណ៍ជាប់ជាពាក់ញោមហើយមានរឿងសេដ្ឋីម្នាក់គាត់មានទ្រព្យសម្បត្តិស្ដុកស្ដំណាស់គាត់នឹងបានចំឆ្កែហើយក៏មានអ្នកក្រនេះនៅលើក្រោមមេឃដូចគ្នាវាសនាខុសគ្នាអ្នកក្ររកការងារធ្វើអត់បានដើរដេកតាមចាមថ្នល់មកដេកកលៀតលបងផ្ទះសេដ្ឋីនឹងអត់បាយច្រើនថ្ងៃចិត្តស្លាប់ប្រងដាច់ពោះស្រាប់តែកលេចឃើញគេយកបាយមកឲ្យឆ្កែស៊ីសិតតសាច់រាប់គីឡូក៏នឹកសំណោះអញហើយកើតជាមនុស្សអត់បាយហូបឲ្យឆ្កែគេនោះក៏មានវាសនាជាងអញមិនបានស៊ីសិតតសាច់ទាំងគីឡូក៏នឹកថាបើបើមិនជាជាតិក្រោយមានមែនអញកើតជាឆ្កែសិទ្ធិហ្នឹងក៏បានដែរវ៉ៃគ្រាន់តែនឹកក្នុងចិត្តថាមកប៉ុណ្ណឹងដាច់ខ្យល់ពេលហ្នឹងទៅដល់ដាច់ខ្យល់ទៅកើតជាកូនឆ្កែហ្នឹងមែនខ្ញុំមើលគេដែរទៅកើតជាកូនឆ្កែផ្ទះហ្នឹងមែនប៉ុន្តែកូនឆ្កែនេះវាដឹងជាតិណោះវាចេះធ្វើបន់វាចេះនាំផ្លូវលោកវាចេះអីដល់ទីបំផុតស្លាប់ពីឆ្កែទៅបានទៅកើតក្នុងឋានសួគ៌វិញអញ្ចឹងមិនថាអារម្មណ៍ជាប់ជំពាក់វិទាញអញ្ចឹងហើយមានសេដ្ឋីមួយទៀតណោះឈ្មោះអីទេដល់គាត់ឃើញលោកបិណ្ឌគាត់តែងតែជេរលោករហូតជេរលោកជេរព្រះមិនហាមកូនមិនឲ្យធ្វើបន់មិនឲ្យធ្វើទានដល់ពេលគាត់ស្លាប់ទៅគាត់កើតជាកូនឆ្កែនៅក្រោមផ្ទះនឹងដែរដល់កើតជាឆ្កែទៅគាត់នៅតែមានគំនិតថាគាត់ជាម្ចាស់ផ្ទះគាត់ជាម្ចាស់ទ្រព្យសម្បត្តិហើយដល់ឃើញលោកមកបិណ្ឌឆ្កែនឹងមកព្រុសរហូតឆ្កែនឹងឃើញព្រះក៏ព្រុសដែរហើយញោមចំណាំមើលបើឆ្កែផ្ទះណាដាក់បាតលោកឆ្កែអត់ព្រុសលោកទេណាញោមវាដឹងថាម្ចាស់វាគោរពអីដល់ម្ចាស់វាមិនគោរពឆ្កែនឹងវាក៏មិនគោរពលោកដែរដល់ពេលព្រះអង្គមកបិណ្ឌបាតឆ្កែនឹងវាព្រុសព្រះជេរព្រះអង្គក៏និយាយដាក់ឆ្កែនឹងថាណែលោកសេដ្ឋីពីជាតិមុនជេរតថាគតខ្លាំងនឹងហើយឥឡូវបានកើតជាឆ្កែនឹងហើយបើឥឡូវជេរតថាគតបន្តទៀតហើយមានតែជាតិក្រោយទៀតទៅអវិជ័យហើយអត់បានមកមនុស្សទេឆ្កែនឹងវាស្ដាប់ពាក្យព្រះយល់ដឹងខ្លួនធ្លាប់លកជាមើលអញឆ្កែមែនអញទម្លាក់កតុយរត់ពួនអៀននឹងព្រះអង្គយល់មើលខាងនេះចឹងបានថាដំណើរនៃជីវិតមនុស្សស្លាប់ទៅត្រូវការកើតវិញជារឿងធម្មតាអញ្ចឹងបានអនន្តសេដ្ឋីពីសម័យព្រះញោមព្រះអង្គផ្សាយសាសនាដំបូងនៅរាជក្រឹសហើយដល់ព្រះអង្គមកផ្សាយនៅសាវត្ថីមនុស្សជួលលឿនណាស់តាមពិតមនុស្សនៅសាវត្ថីគេកាន់សាសនាព្រាហ្មណ៍ពេញប្រទេសទាំងអស់ស្រាប់តែព្រះអង្គមកផ្សាយមនុស្សបែបពីព្រាហ្មណ៍មនុស្សបែបពីលទ្ធិគ្រូ6មកជួបព្រះអង្គព្រឹបមកពីមានផោះតាងមួយមានផោះតាងច្រើនក្នុងបណ្ដាផោះតាងច្រើននោះមានផោះតាងមួយច្បាស់ជាងគេពេលនោះឯងអនន្តសេដ្ឋីបានខាត់កូនថាណែអញលើគេថាធ្វើបន់ធ្វើទានបានបន់អីកុំជឿគេភូតគេកុហកទេវាគ្មានបានបន់បានប្រយោជន៍អីទេកុំឲ្យទានកុំចេះធ្វើបន់ឯនាំតែអស់អញគ្មានជឿទេគ្មានឋាននរកគ្មានឋានប្រែកគ្មានកំណើតថ្មីអីទេដល់គាត់មិនជឿបន់ហើយគាត់មិនធ្វើហើយគាត់មិនកាន់សិលហើយដូច្នេះគាត់មិនសមទ្របទុកហើយគាត់ថាបើសិនជាស្លាប់ទៅកើតមកវិញមែនអញមកកាយទ្របអញធ្វើជាអ្នកមានទៀតបើអញ្ចឹងអញកប់ទ្របអញទុកគាត់ក៏កប់ទ្របទុក
កប់ទ្របទុក5កន្លែងដល់ទៅពេលគាត់ឈឺចិត្តស្លាប់អត់មានទ្របណាមកជួយបានអត់មានកូនណាមកជួយបានកូនទាំងអស់ត្រូវបានគាត់បង្រៀនមិនឲ្យចេះធ្វើទានគាត់ស្លាប់ទៅទេញោមហើយអត់មានសិលអត់មានទានស្រាប់តែមកកើតជាមនុស្សដែរប៉ុន្តែកើតក្នុងតកូលច័ន្ទឌៀលពាក្យថាតកូលច័ន្ទឌៀលបើក្នុងពួកអាមេរិកកាំងពួកបារាំងគេហៅថាពួក homeless ពួកហ្នឹងអត់មានផ្ទះដើរដេកតាមចើមថ្នល់បើខ្មែរយើងហៅថាពួកសំទៀននិងរើសអេតចាយនៅពីមុខទៅសំទៅពីក្រោយទៅមានបនមានទៀនដើររើសទៅស្ងាត់លួចអីខ្លះចឹងទៅហើយយប់តាណាដេកតំណឹងទៅពួកនេះឯងរស់តែមកកែទេញោមហើយដូច្នេះគាត់នឹងស្លាប់ពីសេដ្ឋីមកកើតក្នុងផ្ទៃអ្នកតកូលច័ន្ទឌៀលនឹងដែលមានគ្នា1000គ្រួសារហើយដល់ទៅពេលកើតមកគ្រាន់តែចូលក្នុងផ្ទៃវាអតិពលចង្រៃគេរសុំអីលែងបានចាស់គាត់ថានៅក្រុមយើងមិនដែលសួយដល់ថ្នាក់ហ្នឹងឯងប្រកាសជាមានមនុស្សការកណីស្វែងរកបែងចែកខាងនេះ500ខាងនោះ500អ្នកដែលគេដកផុតទៅចេះតែរកស៊ីបានគេបែងទៀតគេថាប្រកាសជាមានមនុស្សការកណីរកចុះរកឡើងឃើញស្រីមួយមានផ្ទៃពោះគេចោតគេថាមកពីនាងហ្នឹងស្រីការកណីទុកនៅក្នុងក្រុមយើងរកស៊ីអត់បានឯងសួយដេញចេញគេបដិញ្ញចេញដល់នាងហ្នឹងរសាគ័រគ្រប់ខែប្រសូតអនន្តសេដ្ឋីមកហើយញោមមកភ្នែកតិចមុខមាត់រៀបខុសកន្លែងទាំងអស់មនុស្សយើងណាបើសិនជាកើតមកហើយអ្នកខ្លះទោះបីមុខមាត់មិនដូចគ្នាប៉ុន្តែរៀបប្លង់ត្រូវគ្នាអាប្លង់ភ្នែកចំកន្លែងភ្នែកប្លង់តិចចំតិចច្រមុះចំច្រមុះមាត់ចំមាត់អនន្តសេដ្ឋីប្លង់រៀបវាចឲ្យទាំងអស់ភ្នែកកាត់ទៅនោះច្រមុះវាចមកខាងនេះមាត់វាចទៅខាងនោះជើងមកខាងវែងមកខាងខ្លីដីគេស្មើដើរអាលាក់រហូតប៉ុន្តែម៉ែនៅតែស្រឡាញ់កូនទោះបីកូនខ្វាក់ខ្វាន់ខ្វងនៅតែស្រឡាញ់នៅតែចិញ្ចឹមកូនរហូតកូនចេះកាន់បែងដើរសុំទានគេម៉ែនឹងសុំគេលែងបានម៉ែធ្លាក់ខ្លួនឈឺដើរលែងរួចចិត្តដាច់ខ្យល់ដាក់អង្វែងមកដុំលើដៃកូនថាកូនម៉ែមិនអាចនៅជាមួយកូនបានទៀតទេកូនឯងទៅចុះក្រែងរស់ឲ្យម៉ែស្លាប់តែឯងចុះកូនឯងទៅសុំគេទៅរស់ខ្លួនឯងទៅកូនដាក់អំបែងមកដុំលើដៃកូននឹងក៏ដើរទៅយប់ត្រង់ណាដេកត្រង់ហ្នឹងយប់ត្រង់ណាដេកត្រង់ហ្នឹងដល់តែពេលឃ្លានខ្លាំងណាស់ថ្ងៃខ្លះបានបាយមកដុំថ្ងៃខ្លះអត់ហើយក្មេងសោះញោមអត់មានខោអាវទៀតស្រាប់តែឃើញគេលាងចានជះចោលមានគ្រាប់បាយមួយគ្រាប់នៅក្នុងជ្រាំចុះទៅរើសបាយនឹងហូបដល់ទៅរើសហូបទៅគិតមើលដូចក្អែកជជុះចឹងរើសក្នុងជ្រាំហូបកាយធុងសម្រាមយកមកហូបហើយយើងអាណិតគាត់តិចមើលអត់មានបាយហូបកាយធុងសម្រាមអត់មានខោអាវទៀតអត់មានខោអាវហើយអត់មានកន្ទេលខ្នើយភួយមុងទៀតអត់កន្ទេលខ្នើយភួយមុងហើយអត់មានផ្ទះទៀតហើយអត់មានដីទៀតហើយចំមកពីណាគេកំសត់ម្លេះថាសេដ្ឋីស្មោះពីជាតិមុនសេដ្ឋីស្មោះប៉ុន្តែពីព្រោះតែអត់មានសទ្ធាអត់មានជំនឿម្ល៉េះហើយសេដ្ឋីហ្នឹងអត់មានជំនឿឥឡូវកើតមកលែងសេដ្ឋីហើយទៅជាអ្នកសុំទានគេគាត់ដើរទៅដល់អាផ្ទះគាត់ជាតិមុនគាត់នៅចាំជាតិញោមចាំមកលឺដើរចូលភ្លុចតាមខ្លោងទ្វារនិយាយពីក្មេងក្នុងផ្ទះនោះស្រែកយំឲ្យអាញ៉ៃគេខ្លាចមនុស្សមុខអាក្រក់ភ្នែកមុខមាត់វាចនោះដូច្នេះគេខ្លាចដូចកូនបីសាចអញ្ចឹងហើយកូនរបស់លោកសេដ្ឋីហ្នឹងឈ្មោះមូលសេរីគេមានប្រពន្ធគេឡើងធ្វើសេដ្ឋីបន្តទៀតគេមានកូនតូចអាកូនតូចហ្នឹងវានាំគ្នាខ្លាចមនុស្សសុំទានហ្នឹងយំឪពុកស្ទុះចេញមកមើលកូនវាយំថៃហ៎អ្នកសុំទានមុខអាក្រក់ហេអញមិនឲ្យទានទេឪពុកអញផ្ដាំហើយថាឲ្យទានហ្នឹងគេខ្ជិលរស់ស៊ីគេចេះតែភូតទេអញមិនឲ្យទេឯណាអ្នកបំរើគេផ្គប់ជាវាយនាយគេចេញមកម៉ាំងជង្គង់កែងព្រោះដង្ហើមចង្រិតបាត់ហើយគ្នាតូចទៅប៉ុណ្ណឹងជង្គង់កែងមានទៅនៅអីញោមដង្ហើមចង្រិតទៅហើយចាប់ជើងអូពីក្នុងផ្ទះទៅដល់មុខផ្ទះក៏វែងព្រោះទៅសំណាងល្អធ្លាក់ចំកំណរសម្រាមបើចំដុំថ្មខ្ទេចបាត់បាត់ដល់តែចំលើកំណរសម្រាមនៅដង្ហើមចង្រិតនៅនងពពុតយើងបានបាត់មកដល់កន្លែងហ្នឹងមកដល់សួរព្រះអនន្តបិណ្ឌមកតាមក្រោយព្រះអង្គអនន្តមានឃើញកុមារនោះទេអនន្តថាឃើញព្រះអង្គឃើញអនន្តទៅហៅមូលសេរីមកអនន្តក៏ចូលទៅហៅមូលសេរីថាព្រះដ៏មានពភៈចង់ជួបអីណោះឮតែលោកសង្ឃឮតែព្រះមិនចង់ជួបទេមិនចូលចិត្តមិនគោរពទេប៉ុន្តែដល់ព្រះមកដល់ផ្ទះហើយហៅក៏ចេញមកមិនដែលចេះគោរពលោកផងមកដល់ទៅវាគ្មានទៅគោរពទៅសាពះអីទេព្រះអង្គថាមូលសេរីណៃស្គាល់កុមារនេះទេអត់ទេមិនស្គាល់ទេមូលសេរីកុមារនេះគឺអនន្តសេដ្ឋីឪពុកណែឯងណាមែនទេមែនទេខ្ញុំទេឲ្យខ្ញុំទៅកើតឋានព្រំឲ្យខ្ញុំទៅកើតឋានលើឲ្យខ្ញុំជឿសាសនាព្រះ
ព្រះមកទទួលឲ្យខ្ញុំទៅឲ្យមិនមកកើតថោកទាបចឹងទេឲ្យខ្ញុំជឿសាសនាព្រំមកយកឲ្យខ្ញុំទៅឋានលើឲ្យមិនមកកើតថោកទាបចឹងទេអូប្រកែកឲ្យញ៉ាញហ្មងព្រះអង្គទៅតិចទៅទៀតណាមូលសេរីកុមារនេះគឺអនន្តសេដ្ឋីឪពុកណែឯងហើយអនន្តសេដ្ឋីនេះណាកប់កំណប់ទុក5កន្លែងណែឯងប្រហែលជាមិនដឹងទេហ្នឹងឯនោះលឺអាពាក្យថាកំណប់នៅស្ងៀមសិនកុំអាលប្រកែកព្រះអង្គថាបើសិនជាណែឯងចង់ដឹងយកកុមារនេះទៅបញ្ចុកបាយឲ្យឆ្អែតងូតទឹកឲ្យស្អាតទៅនឹងដឹងហើយចង់ដឹងមែនលើកក្មេងនឹងពីកំណោសម្រាប់ទៅជ្រលក់ទឹកលាងដោះឲ្យស្អាតភ្លឹងលើកឡើងពីទឹកមកវិញយកមកអង្គុយបញ្ចុកបាយបញ្ចុកតលតែក្មេងនឹងហូបឆ្អែតទៅអង្គុយទៅមានកម្លាំងឡើងមកវិញញោមគេវាយមិញប៊ីទាំងទៅឥឡូវមានកម្លាំងមកវិញមកសន្ធុងើបចេញពីកន្លែងនឹងទៅដើរតាមលបងដើរច្អល់កន្លែងនឹងគេយកជាប់ជីកមកជីកឃើញមកពីងទៅកន្លែងមួយទៀតណាទៅដល់គេច្អល់កន្លែងនេះមួយទៀតគេយកជាប់ជីកទៅជីកបាន1គីឡូទៀតទៅកន្លែងមួយនោះទៀតយកជុកជីកមកជីកបាន1គីឡូទៀតគាត់ទៅគាត់ដើរចង្អុលកំណប់គាត់កប់ពីជាតិមុនបានទាំង5កន្លែងគាស់កំណប់មកបើកមើលសុទ្ធតែមាសសុទ្ធតែពេជ្ររបស់គាត់ពីជាតិមុនញោមមកនិយាយពីមនុស្សផ្អើលមកហ្មងក្នុងក្រុងសាវត្ថីពេលនោះដែលគេមិនទាន់ជឿសាសនាព្រះសុបមែនតែនណានៅតែសង្ស័យជាតិមុនជាតិក្រោយជាតិមុនជាតិមុខមានឯមិនមានឯហ្នឹងឥឡូវគេផ្អើលគេថាណែវើយលោកសេដ្ឋីកើតវិញមនុស្សយើងស្លាប់ទៅពិតជាកើតវិញមែនណាហេអញជឿទេហេលោកសេដ្ឋីកើតវិញហើយហេមិនដឹងថាលោកសេដ្ឋីមាសគាត់5កន្លែងដើរចង្អុលគ្មានខុសមួយម៉ាត់បើចឹងទៅមើលនាំគ្នាមកច្រើនឡើងអូមនុស្សយើងពិតជាកើតវិញមែនណោះមើលលោកសេដ្ឋីកើតមកដឹងកន្លែងកប់មាសញោមមកមនុស្សមកឡើងរាប់ពាន់នាក់ដល់ទៅមកដល់ជុំគ្នាបានព្រះអង្គសម្ដែងធម៌ពតតាមត្ថិតនមត្ថិតិពីលោកវិហញ្ញតិអត្តាហិអត្តណោណដ្ឋិកតោពតតាកតោធនន្តិជនពីលហួងហែងកតុកន្ទិញទ្របអញមានកូនអញមានរបស់អញមានប៉ុន្តែដល់ទីបំផុតខ្លួនយើងមួយថែអាសាមិនគង់ផងណាញោមជាមើលតែយើងចូលមកឈូសបានដៃអាចារ្យភ្លុកយកទៅឲ្យអារបស់យើងលាក់លៀមនៅសៀតកលៀតស្បោងលិចចង្រុកឯណាគ្មានយកទៅរួចទេអារបស់ជាប់ខ្លួនយកទៅមិនបានផងតម្រាំរបស់ក្រៅខ្លួនដូច្នេះជីវិតចុងក្រោយមានតែអំពើល្អនិងបនកុសលគ្មានអ្វីយកទៅជាមួយទេនេះបណ្ដាំរបស់ Steve Jobs អ្នកមេផលិត iPhone ប្រាប់ហើយគាត់ជាអ្នកជំនួញជួញចំណេញគាត់បានជោគជ័យលើ business មានប្រាក់រាប់រយរាប់ពាន់ម៉ឺនលានដុល្លារប៉ុន្តែទីបំផុតគាត់មិនអាចខាត់ខាំងខ្លួនគាត់បានទេគាត់ត្រូវតែស្លាប់ទៅវិញទៅទេចោលទ្រព្យសម្បត្តិទាំងអស់ម្ល៉េះហើយបានគាត់ផ្ដាំអ្នកនៅខាងក្រោយឲ្យគិតគូរពីប្រពន្ធគិតគូរពីកូនគិតគូរពីជីវិតធ្វើបន់ធ្វើទានជាអនុស្សាវរីយ៍ខ្លះផងមិនធ្វើអីសោះក៏គង់តែស្លាប់ទៅវិញទៅទេដែរញោមមើលគេដែរនឹងស្ទៀវជាប់ផ្ដាំញោមញាតពុទ្ធបរិស័ទទាំងឡាយដល់ទៅពេលចឹងទៅព្រះអង្គសម្ដែងធម៌គេស្ដាប់ទៅគេយល់ចូលចិត្តគេព្រោះគេអ្នកខ្លះនឹងសម្រេចសោតតាសកតិអនាគាអ្នកខ្លះថ្វាយខ្លួនជាឧបាសកឧបាសិកាឲ្យព្រាតអនន្តសេដ្ឋីពីអ្នកឪពុកកូនអង្គុយធ្វើតែមុខលេងឡងអាលោកទេហ៎អត់ទេអីទេទៅគ្មានព្រោះផងស្ដាប់អត់យល់ផងគ្មានព្រោះផងកើតតនព្រះដល់ពីជាតិអនន្តសេដ្ឋីអត់ព្រោះអត់យល់អីបន្តិចមកពីអីមកពីលោកទេសមិនដែលចេះស្ដាប់ចង់ព្រះអង្គណាសម្ដែងធម៌ក៏មិនដែលចេះស្ដាប់ភិក្ខុសង្ឃអង្គណាសម្ដែងធម៌ក៏មិនដែលស្ដាប់ម្ល៉េះហើយកើតតនព្រះពីជាតិក៏មិនអាចចេះស្ដាប់ធម៌យល់ដែរចឹងបានលើកឡើងប្រាប់ញោមញាតិថានឹងឯនេះស្លាប់ទៅត្រូវកើតវិញអញ្ចឹងវាអត់ទៀងអញ្ចឹងបានវាមានរឿងអារម្មណ៍ជាប់ជំពាក់ញោមអារម្មណ៍ជាប់ជំពាក់មួយទៀតអ្នកខ្លះរៀបស្លាប់ទៅយើងធ្វើបុណ្យធ្វើទានប្រមាណក៏ដោយប៉ុន្តែបើយើងស្លាប់ទៅមានបុណ្យនឹកឃើញអំពើបុណ្យយើងទៅកើតកន្លែងបុណ្យមុនបើរៀបស្លាប់ទៅនឹកឃើញបាបអានឹងយើងទៅកន្លែងបាបមុនចឹងបានគេពេលចិត្តស្លាប់នឹងគេដាក់ស្លាត្រួយគេដាក់បបតគេនាំគ្នាសូត្រធម៌ឲ្យធម៌ពុទ្ធោអីហ្នឹងណាញោមមកពីវាមានរឿងញោមប្រុសរបស់ភិក្ខុសង្ឃអង្គមួយនឹងបាញ់សត្វ55ឆ្នាំហើយលោកចេះតែបញ្យល់ញោមថាញោមអើយរកធម៌រកអារកសិលគេញោមនឹងថាលោកកំចេះស្រាញ់គេហើយលោកដោយលោកទៅកំចេះស្រាញ់គេដូច្នេះខាត់អីក៏មិនបានទាញមកវត្តអីមិនបានស្រាប់តែដល់គាត់ឈឺធ្ងន់អាសត្វដែលគាត់ធ្លាប់ធ្វើបាបប្រមាណវាមកស្រែកឲ្យគាត់ឃើញលឺនឹងតិចឃើញនឹងភ្នែកគាត់ភ័យគាត់ឲ្យលោកជួយដល់តែពេលគាត់រត់មករកលោកស្រែកឲ្យលោកជួយលោកមិនដឹងជួយអាម៉េចបើគាត់ចាស់ហើយក៏យកមកបំពោះញោមបំពោះជាសាមណេររួចស្រេចហើយទៅគាត់នោះក៏គាត់ឈឺធ្ងន់មែនតែនឲ្យសូត្រធម៌ក៏មិនចេះសូត្រអង្គុយក៏អង្គុយមិនកើតអញ្ចឹងឲ្យដេក
ហើយដល់ឲ្យសូត្រធម៌មិនចេះសូត្រលោកសូត្រឲ្យសូត្រតាមឲ្យសាមណេរដើររកទៀនធូបស្លាទៀនធូបផ្កាភ្ញីមកដើម្បីឲ្យគាត់បូជាចុលាមនីចេតិយគាត់កាន់អារបស់ហ្នឹងទៀនធូបផ្កាភ្ញីអញ្ចឹងទៅឲ្យកាន់អង្គុយមិនកាត់កាន់ដេកអញ្ចឹងវាអោបទៅលើដើមទ្រូងអញ្ចឹងដល់អោបទៅលើដើមទ្រូងទៅហើយឲ្យសូត្រធម៌សូត្រមិនកាត់លោកក៏សូត្រឲ្យថាតាមចិត្តថាទៅសូមគោរពថ្វាយអង្គមពុទ្ធថ្វាយអង្គមពធប្រសង់បូជាចុលាមនីចេតិយសាមណេរនៅឈរមើលឲ្យលហងជុំវិញនឹងស្រាប់តែគាត់ស្រែកឲ្យលោកជាហើយជាអីគុណជាមិនបានជាថាមានទុក្រៀមមកច្រើនណាស់ស្រាប់តែគាត់ដាច់ខ្យល់ពេលហ្នឹងទៅភិក្ខុជាកូនហ្នឹងអញឹមកើតជាសំណួរគេសួរថាហេតុអីបានជាគាត់ឲ្យលោកជាហេតុអីបានជាភិក្ខុសង្ឃនឹងអញឹមពេលឪពុកស្លាប់បានលោកបញ្យលប្រាប់ថាអារម្មណ៍របស់គាត់ពេលរៀបស្លាប់ទៅអំពើបន់គឺគាត់ឃើញទេវតាមកហែនាំគាត់យកទៅបូជាចុលាមនីចេតិយចឹងហើយគាត់ឃើញទេវតាមកច្រើនទៅគាត់ខ្លាចប៉ះជាមួយនឹងទេវតាហ្នឹងណាញោមខ្លាចប៉ះលោកម្លោះហើយទៅក៏គាត់ឲ្យលោកនឹងឯងជៀសទៅហើយបានជាភិក្ខុសង្ឃអញឹមដោយយល់ឃើញថាឪពុករៀបស្លាប់ទៅនឹងឯងបានទាញអារម្មណ៍ទៅកើតឋានសួគ៌អញ្ចឹងបានជាមានទំនៀមមនុស្សយើងពេលចិត្តស្លាប់ទៅដាក់ស្លាត្រួយហ្នឹងណាញោមឬក៏ស្លាប់ហើយដាក់ស្លាត្រួយហ្នឹងណាហើយញោមប្រយ័ត្នតែអត់ដឹងព្រោះគេសួរថាហេតុអីបានពេលស្លាប់ទៅគេដាក់ស្លាត្រួយលើដើមទ្រូងហ្នឹងមានប្រវត្តិមកពីចឹងគេទាញអារម្មណ៍ហើយអាត្មាគ្រាន់តែជម្រាបប្រាប់ញោមញាតិថាដោយសារអារម្មណ៍មនុស្សខ្លះរៀបស្លាប់ទៅអាឡោះអាឡៃបងអាឡោះអាឡៃប្អូនអាឡោះអាឡៃដីធ្លីស្រែចម្ការកូនចៅមិនទាន់ដាច់ស្រេចមនុស្សហ្នឹងអត់ទាន់ទៅកើតឯណាទេកើតជាសម្ភវេសីស័កកំណើតបដោះអាសន្ននៅក្បែរហ្នឹងកំណើតសម្ភវេសីស័កនេះមានអាយុតែ7ថ្ងៃទេនឹងតទៅមុខទៀតហើយកំណើតនោះហើយដែលយើងតែងតែហៅថាអូព្រលឹងម៉ែព្រលឹងឪមកប្រាប់យើងថាអញឃើញអ្នកគេធ្វើបន់សពអញជាមួយឲ្យយើងថាព្រលឹងម៉ែព្រលឹងឪតាមពិតមិនមែនព្រលឹងម៉ែព្រលឹងឪទេនោះហើយគឺជាសម្ភវេសីស័កកំណើតដែលស្លាប់ទៅអារម្មណ៍គាត់ជាប់ជំពាក់ជាមួយបងប្អូនជាមួយផ្ទះសម្បែងជាមួយអីហ្នឹងគាត់អត់ទាន់ទៅណាទេគាត់កើតបដោះអាសន្ននៅក្បែរហ្នឹងចំនួន7ថ្ងៃដល់ថ្ងៃទី7បានគេតដំណើរទៅមុខទៀតហេតុហ្នឹងហើយបានជាយើងធ្វើបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងគេហៅថាបុណ្យ7ថ្ងៃណាញោមបែកការមកពីទេសៈភិក្ខុបានជាពោមួយអត់ហ៊ានប្រើទេខ្លាចកាចាស់ចិត្តហួងហែងទុកស្រាប់តែលោកឈឺធ្ងន់ទៅអារម្មណ៍ជាប់ជាមួយជពោស្លាប់ទៅកើតជាខ្មោចនៅនឹងជពោភិក្ខុសង្ឃយកជពោមកចែកគ្នាចៃនឹងវាស្រែកថាចោទៅដើមជពោខ្ញុំហើយភិក្ខុសង្ឃស្ដាប់អត់បានប្រពុតខាត់ថាមនាលភិក្ខុទាំងឡាយកុំអាលចែកគ្នាទុកឲ្យស្ងៀមសិនព្រះអង្គបញ្ញត្តិច្បាប់ថារបស់ភិក្ខុសង្ឃចង់ឲ្យទៅណាឲ្យការនៅរស់ឲ្យហើយតែសគុតទៅខ្លាចជារបស់សង្ឃហើយរបស់គរុភ័ណ្ឌទុកសម្រាប់វត្តលះហុភ័ណ្ឌសង្ឃត្រូវចែកគ្នាក៏ប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លងហួស7ថ្ងៃសិនបានជាពីដើមទៅលោកសគុតបន្ទប់លោកគេឲ្យបាត់ទ្វារ7ថ្ងៃសិនញោមអត់ទាន់ឲ្យចាត់ចែងអីទេហេតុអីបានជាប្រពុតឲ្យបាត់ទុក7ថ្ងៃមកពីព្រះអង្គដឹងថាជួនកាលអារម្មណ៍ជាប់ជាពាក់របស់អ្នកស្លាប់នោះអត់ទាន់ទៅណាកើតបដោះអាសន្ននៅក្បែរហ្នឹងដល់ថ្ងៃទី7បានតដំណើរទៅមុខទៀតហេតុនឹងហើយយើងសិក្សាឃើញតំណឹងបាននាំគ្នាធ្វើបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងណាញោមឲ្យឈ្មោះថាបុណ្យ7ថ្ងៃនេះចម្លើយដែលអាត្មាសួរថាហេតុអីបានធ្វើបុណ្យ7ថ្ងៃហ្នឹងគឺអញ្ចឹងមានរឿងប្តីប្រពន្ធ2នាក់មានកូន4ដណ្ដប់នាក់យាយតា2នាក់ហ្នឹងដល់គាត់ស្លាប់ទៅអារម្មណ៍ជាប់ជាពាក់ជាមួយកូនគាត់ស្លាប់ទៅគាត់អត់ទៅកើតឯណាកើតជាប្រែតនៅក្នុងភូមិក្បែរកូនហ្នឹងហើយកូនយំសំណោះប៉ុន្តែដល់យំប្របួលបងប្អូនបានយើងឈប់យំតោះនាំគ្នាធ្វើបុណ្យឲ្យម៉ែឪយើងធ្វើបុណ្យហើយស្រេចទៅមិនដឹងថាបានដល់ម៉ែដល់ឪឬអត់ផងក៏នាំបងប្អូនទៅថ្វាយអង្គមសួរព្រះបបិទ្ធព្រះអង្គដល់ចម្រើនម្ដាយឪពុកខ្ញុំស្លាប់ទៅកើតឯណាព្រះអង្គហើយបុណ្យដែលខ្ញុំធ្វើទៅកាលពីថ្ងៃទី7ហ្នឹងគាត់ទទួលបានឬអត់ព្រះអង្គបានព្រះអង្គសម្ដែងប្រាប់ថាអ្នកទាំងឡាយម្ដាយឪពុករបស់អ្នកទាំងឡាយស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនគាត់អត់តន់ទៅកើតឯណាទេគាត់កើតជាប្រែតនៅក្បែរហ្នឹងអស់7ថ្ងៃកើតបដោះអាសន្នឥឡូវនេះគាត់ទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទឹកហើយដោយសារបុណ្យដែលកូនធ្វើកាលពីថ្ងៃទី7ហ្នឹងអញ្ចឹងពិសេសណាស់
ดับใบจีพอตังปองเปรโมกเลียนเอาแต่มือโมกเลียนบัดเป็นเนี่ยแต่ดอลสกเทวดาโชว์หนึ่งมุกวิเมียนเทวดาหนึ่งเทวดาก็เจงมาสู้ทะลุมาจ้านิมนต์ปีนาเมาโมกเลียนทำเอาไปสกมนุษย์บ้านเทวดาปรำทะลุมาจ้าแต่ปรับโกนขยมกันนาพองถ้าขยมกันนาสลับเมานังการจีแปดออฟเปิลไงออดจำเนยหาอันเลยปานสมบัติตับจีเทวดาจีเทวบดตั้งนี้ดาวสาบนได้โกนถือเมาการไปทางไงตีเปิลน้องอันเลยแต่ปรับโกนพองทำไมบ้านตัวร้อยบ้านตัวร้อยสมัยโกนโรซีเมียนบ้านสกสบายให้สมัยโกนคอมทวมเปิลอ้อโมกเลียนนอมตำนังในจอมาดอลปรับโกนใจในกระปงตั้งกุยจำสดับตำนังหนึ่งมุกเปรียนังยมโกนใจลือแต่งจังเตรอ่อนนะให้ก็นอมคณีทวบอลต่อตังแต่ปีเปลเมียนเรื่องนังระโหดมาตลสอบไงตลไงนังจังเตอเอาแต่เมียนเนี่ยสลับก็ยังทวตามระโหดตลปัจจุบันนังจังเตอนะยมนะโดยเฉพาะโกนใจแต่บ้านทวหายเทวดาก็ไทยอาสาโกนนังเมียดาไปดาแต่บ้านตัวร้อยก็ช่วยจูนปอจูนจีดอลโกนนังโกนกรมครัวซานังคลายติเจียโกนละอ้อเมียนสุภาพมังกรเมียนสิกระไดสตต่อเรียงเตอโดยเฉพาะโกนใจอนุวัตเตตามกรรมวิธีในหายสมไอบาสะเปล่งกำยืนในตีนะลือในยีโรเกมันสดับบานเกมือมันเคยระบอกโคลนแองกันโยมมันบานโยลทักโคลนแองสลับหายก็ยมเลียพบเลียจีดเลียกับนาตรอกาดพบทำไมนี่จะจุ่มเนื้อดาวระบอกโดนตามันละหอยทั้งไอตีปุ่มเปิลนังโดนตาเชื่อทาเนี่ยสลับเติดังโคลนเกก็ประรบปิดที่สำนักแซนเปรนหรือก็ทัวบอลตามแบบเกน้องดำใบปิ่นจูนบอลก็ซอลพญาแต่เอาเนี่ยสลับนู้จุ่มเนื้อคลาดับปลองจุ่มเนื้อคลาเรียบปลองแซนเนี่ยคลากอบขนองได้โยปลองตึกอบเนี่ยคลาโยซอบตึกเจ้าขนองปรีโยปลองตึกดะปลองนั่นคือเครื่องพลองสำหรับเอาเนี่ยสลับน้องโยตึกปลาดอลลาร์ซอบทั้งไงนี่ดะเตยก็เหมือนเคยโยตึกปลาบานกิโลไปใจเกตเอาปลาซองเนี่ยชาปลองนูวิ่งแต่ไม่โยตึกก็ซอลจูนเตยเนี่ยคลาเตียเตยก็เรียบจอมสำนักแซนเปรนตามแบบจุ่มเนื้อเกนังดอยเกยโยธาเนี่ยสลับเตยบานดังโคลนหายโดยเปียกับนาบกาบโคลงโบราณจาแจงแต่งตกหมกทาขมายยมสดายกราวดังหายแต่โคลนสลับกาในปีรูก็ตะทวีปะให้กะเจ็ดดาวเลงบนเตียนก็เหมือนบานทัวซัลก็เหมือนบานทัวสมันแต่รัวนังในยูเตยเตียนอะไรเสียบแต่สลับเมาสดายกราวนะอดบานทัวบนในกรุบกรอนการจิมนุหงเกได้อะไรแต่สบายเพลิดกึศนึกดอลสิกระไดสลับบานเกทับบกลปุคลาเกบบูลและเอาเตยทัวบนถ้าเตยมันกาเตปลัวจอบกาเงียกระปงแต่ก้อนเอาแต่ทัวบนนั่งเตยมันกาเตดอลเปลขลวนสลับเตยปะปนโกนเจ้าเงียดพานุเกใส่ยกตะดดตะกอบเจ้าตะเตไม่ก็มันปะกายทารบุลเตียเตยมันอาจปะเยเปลรงจำบานเตโดยชนะหายขลวนสลับเตยเตยตะเตเหตุนี้กูกัดไอชบะทัวบนในชับเอาไปยับจับไปเป็นในไอ้กลมตกทั้งไงกราวเตยกัดเอาเวงถ้ากาสลับในไอ้วิออดเบียนเตียงตอดเตนาบรรลุขลวนสลับเตยทะเลนรุเจริญรองตกคลอยซาหรือก็ตะการนรุแพรเดเรชานตีนาอดเมียนบนก็อดเมียนตรอบสมบัติโกนใจนาหมอช่วยสรองยังบานเตโดยชนะเมียนแต่ซัลเมียนแต่เตียนได้จิตเปลี่ยนจำลองจิตตุกจิตดาจะวายแจวฉลองได้ยังบานกอสางในหอยเตยจมวยจังหอยบานเชียเนี่ยเตยนหัวพอบจังบานเกอเอาขัดคอมทัวบอลซอนเตียนโดยซาชีวิตนับว่าอดเมียนเตียงนี่จุมเนื้อมวยเชื่อทันเนี่ยสลับเตยดังโคลนทั้งไงตีปุ่มเปลก็คือทัวมาแบบเตยสมัยคราวมติเตอปรุมันศาสนาสายโจลมาขนองแดนใดกัมพูชียืงมนุษย์ก็เชื่อเตลือเปรย์พรมเปรย์พิษณุเปรย์นรีเปรย์ไอโซเปรย์เสวียกิกรุปอนุวัตเรียนโซเตตามกัมปีสามเวทยชรเวทอัฐารวะเวทกัมปีอุปะในสัตว์เมียนพิธีตะปะโยเกะเสวียเรียไตรไอเตอหอยก็เมียนพิธีตัวเตียพิธีนมาสกาแซนปรินศพแบบยางหอยขนองนุเมียนลัทธิปลังกิธานเนี่ยสลับเตยนั่งมนุษย์มันเนี่ยนั่งเมียนปลังปมบูนตันดอกปลังงอปลังคลานั่งว่าเจนเตยมนสลับนมมาแค่เฮ้ยปลังคลาเจนไงสลับปลังทมเจนไงสลับกิธาปลังเตยตอนอเรในปลังโตตายเรียโรงเตียดโพวิปมบูนตันดอกปลังเนาะโดยฉะนั้นปลังคลาเติมตอนอเกนังเตยทั้งไงตีปมเปลเนี่ยการปรุมันศาสนาปีดามกัมพูชียืงกิธาเกแซนจูนตำนาปลังทั้งไงตีปมเปลังปลังเตยอ้อ
ចឹងគេជូនដំណើរព្រលឹងហ្នឹងទៅដើម្បីឲ្យទៅជុំគ្នាតាក់តែងជាតិកំណើតថ្មីក៏វាជាប់រឿងថាស្បន់7ថ្ងៃហ្នឹងសែនជូនដំណើរព្រលឹងហ្នឹងមួយដែរដល់ពេលក្រោយមកទៀតពុទ្ធសាសនាព្រះអង្គត្រាស់ដឹងឡើងក៏គេមានការផ្សព្វផ្សាយហូរហែចូលមកដល់ស្រុកខ្មែរយើងទទួលពុទ្ធសាសនាម្ដងការពុទ្ធសាសនាបានព្រះអង្គសម្ដែងធម៌ពន្យល់អំពីដំណើរការកើតស្លាប់នៃមនុស្សនេះមិនមានព្រលឹងតូចព្រលឹងធំអីទេគឺបច្ចុតិបដិសន្ធិព្រះអង្គថាបើកើតហើយត្រូវតែស្លាប់កិច្ចមិនផុតរួចស្លាប់ហើយត្រូវតែកើតវិញអានេះបើយើងនិយាយទៅតាមពធជនភាសាលោកីងាយស្រួលពីព្រោះថារឿងមែនតែននោះស្លាប់ហើយត្រូវកើតវិញលើកលែងតែព្រះអរិយបុគ្គលលោកស្លាប់ហើយលោកអត់កើតទេអញ្ចឹងបានថាបើកើតទៀតនោះក៏វាមិនមែនព្រោះអរិយបុគ្គលលោកអត់កើតទេវាអត់មានអីកើតពធជនយើងស្លាប់ទៅនៅកើតបានលោកថាស្លាប់នឹងវាមាន3មួយសមុច្ឆេតមរណៈស្លាប់ហើយគឺលែងកើតទៀតលោកបានដល់និព្វានគឺលែងកើតមករងទុក្ខលំបាកទៀតហើយហៅថាសមុច្ឆេតមរណៈមួយនោះខណៈកមរណៈខនិកមរណៈហ្នឹងស្លាប់ខ្លួនស្លាប់ដៃស្លាប់ជើងស្លាប់កោសិកាចាស់ថ្មិញបាក់សក់ជ្រុះអីចឹងទៅស្លាប់មកគណៈបដើដូចយើងរាល់ថ្ងៃហ្នឹងយើងពីដើមបកែថាចេះចាំឥឡូវបកែភ្លេចនឹងហើយចេះតែស្លាប់បដើហើយកោសិកាចាស់ស្បែកចាស់ថ្មិញចាស់ចិត្តតែជ្រុះហើយសក់ក៏ចិត្តតែជ្រុះដូច្នេះគេហៅថាខនិកមរណៈឯស្លាប់ទី3លោកហៅថាសមតិមរណៈស្លាប់ដោយសន្មតមិនបានហៅថាសន្មតពីព្រោះថាស្លាប់ទៅនៅកើតទៀតរូបរាងកាយនឹងវាចាស់ដូចកង់ដូចម៉ូតូវាចាស់ពីដើមនោះវាខូចកង់ដូរកង់ខូចកម្មដូរកម្មខូចម៉ាស៊ីនដូរម៉ាស៊ីនខូចកែបដូរកែបដល់ពីវាចាស់ទ្រុឌទ្រូមមែនតែនពុកផុយកវត្តចោលទាំងអស់ទិញថ្មីរូបរាងកាយយើងដូចគ្នាបាក់ថ្មិញតថ្មិញបាក់ឆ្អឹងតឆ្អឹងបាក់ដៃតដៃបាក់ជើងតជើងដល់វាចាស់ពុកផុយមែនតែនទ្រុឌទ្រូមហើយដោះដូរចាញ់ទាំងអស់រមងកវត្តចោលឲ្យអាចារ្យភ្លុកយកទៅបូជាទៅយករូបថ្មីអានេះគេហៅថាសមតិមរណៈស្លាប់ដោយសន្មតស្លាប់ទៅនៅតែកើតទៀតហេតុអីបាននៅកើតទៀតព្រោះយើងកសាងពូជដើម្បីកើតច្រើនណាស់អ្នកខ្លះខ្ចីលុយគេអត់ព្រមសងរត់កិច្ចវេះរហូតដល់ថ្ងៃស្លាប់នឹងត្រូវតែកើតមកវិញដើម្បីសងលុយគេអ្នកខ្លះដើរលួចដើរប្លន់របស់គេយូរហើយលួចកេងកាប់របស់គេអ្នកនឹងត្រូវតែកើតមកវិញដើម្បីទៅធ្វើឈ្នួលជួលបំរើឬក៏ស៊ីឈ្នួលបំរើគេដើម្បីឲ្យរួចថ្លៃលួចគេហ្នឹងឬក៏ថាតកើតជាខ្ញុំបង្រើគេឬក៏កើតមកដើម្បីរកទ្រព្យសម្បត្តិទុកសម្រាប់គេលួចគេប្លន់ទៅវិញអានោះវាកម្មពីអញ្ចឹងអ្នកខ្លះមើលងាយគេជេរគេដៀលគេអន់ល្ងងឆ្កែឆ្មាអីមនុស្សហ្នឹងវាជាប់កម្មពីអញ្ចឹងត្រូវតែកើតមកវិញទុកឲ្យគេជេរអ្នកខ្លះធ្លាប់មើលងាយគេត្រូវតែកើតមកវិញដើម្បីឲ្យគេមើលងាយអ្នកខ្លះវាយគេស្ដីថាឲ្យគេឲ្យរត់គេចខ្លួនបាត់ហ្នឹងត្រូវតែកើតមកវិញឲ្យគេវាយឲ្យគេឲ្យគេស្ដីថាវិញព្រោះយើងបានសាងកម្មពៀសម្រាប់រងទុកខ្លួនឯងទៅហើយអ្នកល្អក៏មានដែរអ្នកខ្លះដាក់ចង្ហាន់លោកធ្វើបន់ម្ដងប្រាថ្នាខ្សឹបខ្សៀវធ្វើមាត់អេចអូចសុំឲ្យកោតជុតណាមករូបស្អាតដាច់គេហើយធ្វើប្រាថ្នាហ្នឹងប៉ុន្តែវាបានធ្វើដែរអញ្ចឹងមនុស្សហ្នឹងត្រូវតែកើតមកវិញដើម្បីឲ្យវាស្អាតដូចបំណងហ្នឹងអ្នកខ្លះទៀតទៅធ្វើបន់ទិញទុយប្រាថ្នាជាតិក្រោយសុំឲ្យកោតជាឯកឧត្តមជាអុកញ៉ាជាអ្នកមានអ្នកហ្នឹងក៏ត្រូវតែកើតមកវិញដែរដើម្បីកើតជាអុកញ៉ាហ្នឹងជាឯកឧត្តមហ្នឹងដោយពពោធិសត្វធ្វើបន់ពីដើមប្រាថ្នាថាឲ្យកើតមកដើម្បីត្រាស់ជាពុទ្ធចម្លងសัตว์ព្រះអង្គខំធ្វើបារមីកសាងទៅព្រះអង្គត្រូវតែកើតមកវិញដើម្បីសន្សំបារមីតរហូតបានត្រាស់ជាពុទ្ធតម្រាំនិព្វានទៅនឹងអញ្ចឹងអ្វីដែលយើងបានសាងខ្លួនឯងនេះវាជាពូជតតែញមនុស្សកើតហើយបឋមជនយើងនេះមិនតន់ដាច់បាបដាច់បុណ្យដូចព្រះអរហន្តទេព្រះអរហន្តលោកលែងមានបាបលែងមានបុណ្យលោកអត់មានពូជឲ្យកើតទេហើយយើងនេះបុណ្យក៏ធ្វើបាបក៏ធ្វើណាញោមតម្រាំចូលកាន់សិលប៉ុណ្ណេះពីក្មេងមកមិនដឹងបាញ់កតុំរួយអស់ប្រមាណម្នាក់មកលោះហើយជេរគេក៏មាននិយាយដើមគេក៏មានបាបកពេចកប៉ុកក៏មានអញ្ចឹងមិនដឹងថាបាបអីខ្លះអញ្ចឹងកិច្ចមិនទាន់ផុតដោយព្រះអរហន្តទេជួនកាលយើងត្រូវកើតមកវិញដើម្បីទទួលផលបុណ្យផលបាបនេះគេហៅថាអវិជ្ជាតណ្ហាឧបាទានកម្មត្រូវតែកើតមកវិញប៉ុន្តែកើតនោះពេលដែលយើងកើតមកហ្នឹងវាតាក់ទងជាមួយនឹងអារម្មណ៍ចិត្តស្លាប់អ្នកចិត្តស្លាប់ទៅមានអារម្មណ៍3ទី1កម្មទី2កម្មនិមិត្តទី3កតេនិមិត្តកម្មនឹងគឺថាអ្នកណាធ្លាប់វាយគេបោចសក់ចៅអាម៉េចញ៉ឹងស្លឹកតាជាគេអាម៉េចខ្លះរៀបស្លាប់ទៅដៃនឹងញ៉ឹងស្លឹកតាជានឹងចេះតែពីចាប់កទេលមូលចាប់ខ្នើយចាប់ពុកមូលអញ្ចឹងវាធ្លាប់អ្នកខ្លះចេញក្បាច់យូដូហាប់គីដូដៃនឹងចេះតែពីចេញក្បាច់គីដូនៅហ្នឹងហើយអ្នកខ្លះធ្លាប់ធ្វើអំពើល្អទៅចេះតែលើកដៃសាពះអានឹងកម្មដែលខ្លួនធ្លាប់ធ្វើប្រមាណហ្នឹងវាចូលមកក្នុងខ្លួនធ្វើឲ្យរំលឹកឡើងវិញពីអតីតភាព
ហើយដល់ទី2កម្មនិមិត្តយើងអ្នករស់អត់ដឹងទេអ្នកចិត្តស្លាប់ដូចដេកមើលកុនអញ្ចឹងឃើញទាំងអស់អំពើខ្លួនធ្លាប់ធ្វើពីដើមមកអ្នកខ្លះធ្លាប់សម្លាប់សត្វសម្លាប់មនុស្សធ្វើបាបគេឯងអីនោះឃើញអញ្ចឹងទៅជួនកាលស្លុតភ័យស្រែកតាមក៏មានពីជំនាន់ព្រះមានស្រែកឮដល់ព្រះទៀតនោះហើយអ្នកខ្លះធ្លាប់ធ្វើអំពើបន់ទៅត្រេកអរជ្រះថ្លាដេកញញឹមលើកដៃសាពះអាហ្នឹងដូចយើងសម័យអញ្ចឹងអ្នកចិត្តស្លាប់ដេកមើលឃើញទាំងអស់ប៉ុន្តែគ្នានិយាយអត់កើតនេះគេហៅថាកម្មនិមិត្តឲ្យឃើញទាំងល្អទាំងអាក្រក់ដល់តែអារម្មណ៍ទី3កតិនិមិត្តឃើញកន្លែងត្រូវទៅអ្នកខ្លះឃើញជាប្រាសាទឃើញជាវិមានឃើញជាសួនច្បារឃើញជាកន្លែងល្អមនុស្សនេះគឺមានប្រភ្នូលទៅឋានសួគ៌តែដាច់ខ្យល់ប៉ាត់ទៅឋានសួគ៌ហើយអ្នកខ្លះទៀតឃើញកន្លែងគេកំពុងតែវាយគេកំពុងកាប់កំពុងចាក់ភ្លើងកំពុងតែឆេះគេកំពុងធ្វើបាបអ្នកនេះគឺមានដំណើរទៅនរកទៅប្រែតទៅកន្លែងអាក្រក់ហ៊ានតែដាច់ខ្យល់ប៉ាត់ទៅគឺទៅនរកប្រែតកន្លែងអាក្រក់នឹងហើយបានចាស់គាត់ប្រៀបថាតកៅបាក់ខ្នងណាញោមអារម្មណ៍មនុស្សចិត្តស្លាប់ដូចតកៅបាក់ខ្នងវារេរកកន្លែងទុំបើមានមែឈើណាមកវាតោងមែឈើហ្នឹងអញ្ចឹងអារម្មណ៍អ្នកចិត្តស្លាប់បើមានបុណ្យវាតោងបុណ្យបើមានបាបតោងបាបបានជាមនុស្សយើងនិយមឲ្យសូត្រធម៌ពេលចិត្តស្លាប់ដាក់បបត់ដាក់ផ្កាដាក់ភ្ញីទៀនធូបនាំគ្នាសូត្រធម៌ដើម្បីទាញអារម្មណ៍អ្នកចិត្តស្លាប់ហ្នឹងកុំឲ្យគិតអីផ្សេងឲ្យគិតតែធម៌បានហើយណាបកាយយំក៏គេដេញចេញដែរកុំឲ្យលឺសំឡេងយំហើយគេចងបបត់អ្នកខ្លះចងពីជំហៀងខ្លួនពីលើពីមុខពីក្រោយដើម្បីឲ្យបើកភ្នែកទៅឃើញតែព្រះឃើញតែកន្លែងល្អដើម្បីទាញអារម្មណ៍អញ្ចឹងញោមហើយដាក់ស្លាត្រួយលើដៃអោបលើដើមទ្រូងមានន័យថាញ៉ាំងចិត្តនឹងថាណោធ្វើដំណើរទៅលើទៅថ្វាយអង្គមព្រះចូលឡាមនីចេតិយនៅឯឋានសួគ៌ឯណោអញ្ចឹងទាញអារម្មណ៍អញ្ចឹងដល់តែពេលស្លាប់ព្រោះអារម្មណ៍គិតខាងណាទៅខាងក្នុងមុនហើយអ្នកមានបាបបណ្ណាក៏ដោយបើនឹកឃើញបនទៅសោយបនសិនអ្នកធ្វើបនច្រើនក៏ដោយរៀបស្លាប់ទៅនឹកឃើញបាបទៅសោយបាបសិនប៉ុន្តែមានអារម្មណ៍មួយទៀតដែលរៀបស្លាប់ទៅលបើលបាយមិនដាច់ស្រឡះជាប់ជាពាក់អ្នកខ្លះអាឡោះអាឡៃផ្ទះកូនចៅដីធ្លីទ្រព្យសម្បត្តិចែកមិនដាច់ស្រេចអាឡោះអាឡៃចិត្តអត់ស្ងប់មនុស្សនឹងស្លាប់ភ្លាមអត់តាន់ទៅណានៅកើតបដោះអាសន្នវិលវល់នៅក្បែរនឹងដែលក្នុងធម៌លោកហៅថាសម្ពវេសីសកំណើតដូចជាទេសៈភិក្ខុទេសៈភិក្ខុនឹងឯងមានជាពរថ្មីមួយស្អាតមិនហ៊ានប្រើសោះអារម្មណ៍នៅតែគិតថាខ្លាចកាចាស់ថែរក្សាជាពរនោះទុកដល់ទៅពេលខ្លួនស្លាប់ទៅអារម្មណ៍ជាប់ជាមួយជាពរនឹងអត់ទៅកើតឯណាមកកើតបដិសន្ធិជាចៃខ្មោតនៅនឹងជាពរនឹងព្រះសង្ឃឃើញអញ្ចឹងយកជាពរមកចែកគ្នាចៃនឹងវាស្រែកថាចោទៅដើមជាពរខ្ញុំភិក្ខុសង្ឃស្ដាប់មិនលឺប្រពុតស្ដាប់លឺដឹងខាត់ថាកំអាលចែកគ្នាឲ្យទុកសិនឲ្យកន្លងហួស7ថ្ងៃសិនបានព្រះអង្គបញ្ញត្តិច្បាប់សម្រាប់ភិក្ខុសង្ឃរបស់ភិក្ខុសង្ឃដែលលោកសគត់ហើយនឹងឯងคล้ายទៅជារបស់សង្ឃទាំងអស់បើសិនជាចង់ឲ្យទៅបងប្អូននេះឲ្យមុនសគត់ទៅសគត់ទៅជារបស់សង្ឃហើយលះហុភ័ណ្ឌសង្ឃចែកគ្នាប្រើករុភ័ណ្ឌទុកសម្រាប់វត្តប៉ុន្តែមុននឹងរើមុននឹងរស់មុននឹងចែកគ្នាត្រូវបិទបន្ទប់លោកនឹងទុកចោល7ថ្ងៃសិនឲ្យផុត7ថ្ងៃសឹមឲ្យចែកគ្នាហេតុអីបានព្រះអង្គដាក់ច្បាប់ឲ្យផុត7ថ្ងៃព្រោះលោកមើលឃើញពីអារម្មណ៍មនុស្សហ្នឹងជួនកាលស្លាប់ទៅនឹងអត់តន់ទៅកើតឯណាទេកើតបដោះអាសន្នជាកំណើតអតិសមានកាយដែលយើងហៅថាកំណើតពលឹងណាញោមកើតបដោះអាសន្ននៅក្បែរនឹង7ថ្ងៃដល់ថ្ងៃទី7បានតកំណើតមួយជាន់ទៅទៀតចឹងអ្នកស្លាប់ទាំងអស់ទូទៅនឹងភាកច្រើនអញ្ចឹងអ្នកខ្លះអាឡោះអាឡៃជាប់ផ្ទះសម្បែងជាប់កូនចៅជាប់ដីធ្លីជាប់ទ្រព្យសម្បត្តិទៅចិត្តនឹងវាមិនដាច់ស្រឡះនោះនៅតែល្វើល្វាយចឹងមនុស្សនឹងស្លាប់ភ្លាមអត់តន់ទៅណានៅកើតបដោះអាសន្នក្បែរយើងនឹងឯង7ថ្ងៃនឹងទូលលើកដែរក្បែរយើងនឹងហេតុនឹងហើយបានជាយើងនាំគ្នាធ្វើបុណ្យឲ្យតន់អាថ្ងៃទី7ហ្នឹងដែលគេហៅថាបុណ្យ7ថ្ងៃហ្នឹងណាញោមខ្លាចក្រែងដូនតាមេដាបៃតាយើងជាប់ជាពាក់ជាមួយកូនចៅជាមួយផ្ទះសម្បែងមានន័យថាគាត់អត់តន់ទៅណាឆ្ងាយគាត់នៅតែក្បែរហ្នឹងរឿងនេះសម័យពុទ្ធកាលមានគ្រួសារមួយហ្នឹងមានកូន4 ដណ្ដប់នាក់ដល់ពេលតាយាយនឹងគាត់ចិត្តស្លាប់ទៅអារម្មណ៍គាត់នៅជាប់ជាពាក់វិលវល់កូននេះរៀបការហើយចែកទ្រព្យហើយកូននោះមិនទាន់ចែកទ្រព្យហើយកូននេះមានផ្ទះកូននេះមិនទាន់មានផ្ទះធ្វើឲ្យអារម្មណ៍គាត់ស្មុគស្មាញគាត់ស្លាប់ទៅអត់បានទៅកើតឯណាទេគាត់កើតជាកំណើត
មួយនៅលើដីនឹងសិនដែលយើងតែងនិយមហៅថាកំណើតប្រែតអត់ចំណីអាហារហ្នឹងគឺថាជាការបដោះអាសន្ននៅលើដីនេះសិនក្បែរផ្ទះហ្នឹងនៅតែទូលចុះឡើងអត់ចំណីអាហារឡើង7ថ្ងៃហើយកូនហ្នឹងម៉ែឪស្លាប់ទៅនាំគ្នាយំដល់ថ្ងៃទី6 9គ្នាឈប់យំតោះនាំគ្នាធ្វើបន់ឲ្យម៉ែឪយើងដល់តែធ្វើថ្ងៃទី6ទី7ហ្នឹងទៅនាំគ្នាវេដាឧទ្ទិសជូនទៅដល់ម៉ែឪហ្នឹងហើយទៅចប់បន់ទៅក៏វាចង់ដឹងរឿងហ្នឹងព្រោះសម័យនោះនៅមានព្រះសំណុកសួរនាំបងប្អូនទៅវត្តទៅសួរព្រះមើលទៅថាម៉ែឪយើងហ្នឹងស្លាប់ទៅហ្នឹងតើគាត់ទៅកើតឯណាហើយចុះបុណ្យដែលយើងធ្វើក្នុងថ្ងៃទី6ទី7ហ្នឹងគាត់បានទទួលឯអត់ស្រាប់ទៅសួរល្មមព្រះអង្គទ្រង់ញៀនដឹងព្រះអង្គប្រាប់ហ្មងរឿងនេះវាជារឿងមួយដែលធ្វើឲ្យមនុស្សយើងមានចំណេះចេះដឹងថ្មីមួយទៀតហើយព្រះអង្គថាអ្នកទាំងអស់គ្នាម្ដាយឪពុកអ្នកទាំងអស់គ្នាកាលស្លាប់ទៅនឹងអារម្មណ៍គាត់ជាប់ជាពាក់វិលវល់គាត់អត់បានទៅកើតឯណាទេគាត់កើតបដោះអាសន្នជាកំណើតប្រែតបដោះអាសន្ននៅលើដីនឹងអស់7ថ្ងៃអត់ចំណីអាហារកំពុងតែរងទុក្ខលំបាកនឹងសេចក្តីស្រេកឃ្លានហើយក៏ស្រាប់តែដល់ថ្ងៃទី7ហ្នឹងកូនចៅធ្វើបុណ្យឧទ្ទិសទៅឲ្យគាត់ស្រាប់តែគាត់ទទួលផលបុណ្យពីកូនចៅហ្នឹងមកគាត់បានជាសហុយជាដើមទុនដើម្បីធ្វើដំណើរទៅចាប់ជាតិថ្មីគាត់ក៏ទៅកើតក្នុងឋានសួគ៌ទៅហើយឥឡូវហ្នឹងបានសម្បត្តិទឹកដោយសារបុណ្យកូនធ្វើហ្នឹងអញ្ចឹងរឿងនេះវាពិសេសណាស់ព្រះអង្គសម្ដែងតែមួយអង្គឯងអត់មានភ័ស្តុតាងយកសាវកទាំងអស់ជាសាក្សីជាភ័ស្តុតាងសាវកទាំងអស់ហ្នឹងព្រះមោគលានមានឫទ្ធិអំណាចជាងគេព្រះអង្គប្រើមោគលានឲ្យទៅមើលមោគលានចេញវឹងបាត់ពីស្រុកមនុស្សនេះទៅដល់មុខវិមានទេវតានឹងតម្រងទេវតាទេវបុត្រចេញមកសួរថាឌីគុណម្ចាស់និមន្តពីណាមកថាអាត្មានិមន្តមកពីស្រុកមនុស្សថាឌីគុណម្ចាស់ត្រឡប់ទៅវិញប្រាប់ដល់កូនខ្ញុំកណាផងបុណ្យដែលកូនខ្ញុំកណាធ្វើមកហ្នឹងម៉ែឪបានទទួលហើយប្រាប់កូនផងកាលពីស្លាប់មកដំបូងហ្នឹងអត់ចំណីអាហារ7ថ្ងៃគ្មានបានអីទេកើតបដោះអាសន្នជាប្រែតនៅលើដីហ្នឹង7ថ្ងៃកំពុងតែអត់ចំណីអាហារកំពុងតែរងទុក្ខកំពុងតែវេទនាស្រាប់តែដល់ថ្ងៃទី7កូនធ្វើបុណ្យឧទ្ទិសមកឲ្យហ្នឹងឥឡូវម៉ែឪបានទទួលផលហ្នឹងបានផលបុណ្យកូនធ្វើឲ្យហ្នឹងឥឡូវបានមកសោយសម្បត្តិទឹកកើតជាទេវបុត្រទេវធីតានៅក្នុងឋានសួគ៌នេះដោយសារផលបុណ្យដែលកូនធ្វើឲ្យកាលពីថ្ងៃទី7ហ្នឹងឥឡូវម៉ែឪបានសុខបានសប្បាយហើយឌីគុណម្ចាស់ទៅប្រាប់កូនផងឲ្យខំធ្វើអំពើល្អកំណើតដតីពិតជាមានមែនមោគលានទទួលពាក្យពីទេវតាទេវបុត្រនោះហើយក៏ត្រឡប់មកវិញយករឿងហ្នឹងមកប្រាប់ដល់កូនដែលកំពុងតែអង្គុយនៅមុខព្រះដ៏មានពភាករងចាំចម្លើយហ្នឹងមោគលានយករឿងហ្នឹងមកប្រាប់ដឹងថាបុណ្យបានដល់ម៉ែដល់ឪម៉ែឪផ្ដាំមកសុខសប្បាយបានដោយសារផលបុណ្យអញ្ចឹងកូនត្រេកអរសាទររីករាយថ្វាយអង្គមលាព្រះត្រឡប់ទៅផ្ទះវិញខំនាំគ្នាធ្វើអំពើបុណ្យធ្វើអំពើល្អញោមឲ្យដោយសារមានរឿងរ៉ាវបែបហ្នឹងបានយើងនាំគ្នាធ្វើតតាមគ្នាទល់សពថ្ងៃហ្នឹងណាញោមណាទោះបីមានជំនឿសំណែនសែនព្រេនមានជំនឿប្រពៃណីដូនតាយ៉ាងណាក៏ដោយក្រោយពីមានអតិពលពុទ្ធសាសនាផ្សាយរឿងនឹងមកក៏យើងបន្ថែមជំនឿនឹងមួយទៀតគឺការធ្វើបុណ្យបាំងស្កូលតាមរយៈប្រសង់ពីព្រោះលោកបានអាចារ្យបានឧទ្ទិសទៅប្រកបដោយអង្គ3ទី1ប្រគេនផ្ទាល់ដៃទី2យើងឧទ្ទិសទី3អ្នកស្លាប់នោះដឹងត្រេកអរអនុមោទនាទទួលនឹងបានហើយបើសិនជាគាត់មិនដឹងទេបានយើងសូត្រដូចយ៉ាងកញ្ញអ៊ិមិនាយាទេវតាផ្ដាំផ្ញើតាមទេវតានាំដំណឹងទៅប្រាប់ដល់អ្នកស្លាប់គាត់នឹងទទួលបានជាមានរឿងធ្វើបុណ្យ7ថ្ងៃជាប់ទល់សពថ្ងៃហ្នឹងដោយសារឃើញគេធ្វើឲ្យម៉ែឪគេបានដែរយើងក៏ធ្វើតាមទៅហើយលើសពីហ្នឹងទៀតទៅញោមញាតិថាធ្វើបុណ្យ100ថ្ងៃតាមពិតទៅ100ថ្ងៃមិនមែនចង់ថ្ងៃហ្នឹងទេពាក្យថាបុណ្យ100ថ្ងៃគឺគ្រប់ថ្ងៃទី100ពីព្រោះអីមកពីវាមានរឿងចេះបើសិនជាអ្នកស្លាប់ទៅនឹងគាត់បានកើតក្នុងឋានសួគ៌ឬកន្លែងល្អហើយជាការប្រពៃហើយមួយទៀតបើសិនជាអ្នកស្លាប់ទៅនឹងគាត់មានអារម្មណ៍វិលវល់ជាប់ជំពាក់ពុំទាន់បានទៅចាប់កំណើតកើតជាឯណាគាត់នឹងត្រូវបានទៅក្នុងថ្ងៃទី7នេះរឿងមួយទៀតឯចំណែករឿងផ្សេងពីនេះទៀតបើសិនជាអ្នកស្លាប់ទៅនោះបុណ្យហើយនឹងបាបស្មើគ្នាបុណ្យក៏ធ្វើបាបក៏ធ្វើចែកមិនទាន់ដាច់
ឥឡូវយើងគិតមើលថាបើនរណាមានបនខ្លាំងទៅឋានសួគ៌នរណាមានបាបខ្លាំងក៏មកនរកប្រែតឬក៏ជាសត្វដេរិឆានមកកន្លែងអន់ប៉ុន្តែបើបនឲ្យបាបស្មើគ្នាចែកមិនទាន់ដាច់មនុស្សនឹងមិនទាន់បានទៅកើតឯណានៅកាន់សំណាក់យមរាជសិនទៅក្នុងសំណាក់យមរាជអត់ទាន់បានចេញទៅណាយមរាជនៅចាំសួរចម្លើយដើម្បីរកបនបន្ថែមឲ្យគ្រប់ឲ្យវិនិច្ឆ័យឲ្យទៅកើតខាងណាហើយដល់ទៅពេលសួរនាំរកបនអីមិនទាន់ឃើញបើសិនជាសួរនាំទៅនឹកឃើញបនទៅត្រេកអរបានមិនតិចទៀតទៅខាងបនឈ្នះក៏ចេញត្រឡប់មកវិញហើយបើសួរនាំរទៅរនឹកមិនឃើញសោះទៅក៏នៅឃុំខ្លួនទុកនៅកន្លែងយមរាជហ្នឹងគេឃុំដល់100ថ្ងៃដល់ថ្ងៃទី100ហ្នឹងគេបើកឱកាសឲ្យមួយថ្ងៃគេថាណែឯងតាំងពីស្លាប់មកគ្រប់100ថ្ងៃហើយបើអញ្ចឹងទេមានច្បាប់មួយថ្ងៃឲ្យណែឯងទៅរកបងប្អូនឲ្យយមបបាលជួយដែររកមើលទៅក្រែងមាននរណាធ្វើបន់ឲ្យណែឯងទទួលបន់គេនោះទៅឲ្យត្រឡប់ទៅវិញចុះទៅកើតជាមនុស្សទៅកើតជាទេវតាចុះពីព្រោះឥឡូវហ្នឹងបន់ឲ្យបាបវាស្មើគ្នាបើមានបន់តែបន្តិចមកទៀតខាងបន់ឈ្នះហើយណែឯងអាចទៅវិញបានអញ្ចឹងយមបបាលលើជួយដើររមើលទៅបើមានបងប្អូនណាគេធ្វើបន់ឲ្យគាត់ទទួលផលបន់នោះឲ្យត្រឡប់ទៅកើតជាមនុស្សឬទេវតាវិញចុះបើសិនជាម្ចាស់បំណុលលោកគេដូរចិត្តម្ចាស់ចងពៀគេដូរចិត្តគេលែងយកពៀនឹងយើងគេអនុមោទនាបន់វិញគេទុកឲ្យយើងរស់តទៅមុខទៀតចឹងហើយបានមានកិច្ចខ្លះគេយកកូនមកប្រគេនលោកណាញោមអាត្មាទទួលបានកូនមកកណោតាំងពីតូចមកបាទដល់ឥឡូវពេញកំមុំពេញកំឡោះគេទៅចោលអស់ហលេងកាលនៅទៅលោកឪលោកប៉ាលោកឪលោកប៉ាដល់ធំតិចទៅបាត់អស់ហលេងរឿងដែលគេដូរចិត្តនឹងមកពីអញ្ចេះដូចជារឿងកាលីយកណីញោមពីដើមមានប្តីប្រពន្ធនឹង2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីរៀបការហើយក៏คล้ายទៅជាប្តីប្រពន្ធជាមួយគ្នាអូតូម៉ាទិកទៅមកប៉ុន្តែស្នេហានេះអាភ័ព្វណាស់ញោមអើយអាភ័ព្វជាងជ្រូកទៅទៀតជ្រូកកូនម្ដង6 7អីនោះស្នេហានេះគ្មានកូនគេមកគ្រាប់ទេម្លោះហើយអាភ័ព្វម៉ែក្មេកភ័យខ្លាចដាច់ពូជគ្មានវិណាតពូជទេទៅរកស្រីក្មេងមួយទៀតយកមកធ្វើប្រពន្ធចង់អាក្មេងនោះបែបគេចំណាប់ញោមត្រង់កផ្លែតប្រពន្ធដើមក៏នឹកថាយីអត់ស្រួលទេតកាលណាគេមានកូនទ្រព្យសម្បត្តិតកូលនេះទៅនៅលើដៃគេអស់ហើយបើអញ្ចឹងអញត្រូវទៅរកពិធីកំចាយកូនគេហើយធ្វើថ្នាំទម្លាក់កទៅលួងគេណែនាងអូនណាហូបថ្នាំនេះទៅរសាកនាងអូនសុខភាពល្អឯណោះខំតែជឿពាក្យផ្អែមគេហូបទៅមានរសាកស្អីទម្លាក់កសោះហើយមានសុខភាពល្អអីឈឺចិត្តងាប់ដល់តែឈឺខ្លាំងមែនទែនដល់ថ្ងៃស្លាប់បានដឹងថាអូអញគេសម្លាប់អញតើចងគំនុំច្មងចងគំនុំត្មងនាងឯងចាំមើលកំចាយកូនអញកំចាយរូបអញចាំមើលអញចងពៀតទៅមុខអញនឹងកំចាយកូននាងឯងវិញចងពៀតែប៉ុណ្ណេះហើយក៏ស្លាប់ទៅកើតជាមេឆ្មានៅលើផ្ទះហ្នឹងរីឯអ្នកទម្លាក់កូនគេមិញហ្នឹងកើតជាមេមន់នៅលើផ្ទះហ្នឹងដល់លមន់ហ្នឹងមានពងប្រមាណឆ្មាហ្នឹងអ្នកចាំស៊ីកំតិចហើយអ្នកពងអញអ្នកស៊ីហើយអ្នកពងអញអ្នកស៊ីមកជាតិមេមន់ហ្នឹងដែលបានកូនមួយបដើងគេទៅឆ្មាស៊ីខ្សិចទាំងអស់ដល់ពេលមេមន់នឹងចិត្តស្លាប់ចងគំនុំជាមួយមេឆ្មាណែនាងឆ្មានាងឯងហ្នឹងស៊ីកូនអញអស់មួយជាតិហើយគ្មានដែលបានសល់មួយទេចាំមើលតទៅមុខអញនឹងស៊ីកំតិចកូននាងឯងវិញអញចងគំនុំជាមួយនាងឯងវិញនាងមន់នេះស្លាប់ទៅកើតជាខ្លារីឯនាងឆ្មាស្លាប់ទៅកើតជាមរឹកវិញម្ដងមរឹកមានកូនប្រមាណខ្លាទៅស៊ីកំតិចមរឹកមានកូនប្រមាណខ្លាទៅស៊ីកំតិចមកជាតិជាមរឹកហ្នឹងគ្មានកូនមួយប្រើទេញោមមរឹកអត់មានកូនមួយបដើទេណាញោមដល់ពេលចឹងទៅនាងមរឹកនឹងចិត្តស្លាប់ក៏ចងគំនុំជាមួយខ្លាវិញថានាងខ្លាស៊ីកូនយើងខ្ទេចអស់ហើយនាងឯងចាំមើលណាអញចងពៀវិញអញតើមានឱកាសអញស៊ីកំតិចកូននាងឯងវិញមរឹកនោះស្លាប់មកកើតជាខ្មោចព្រាយបិសាចជាយៈនៅលើស្រុកមនុស្សយើងនេះរីឯនាងខ្លានោះស្លាប់មកកើតជាមនុស្សមានប្តីប៉ុន្តែមានកូនមិនចេះនៅចាស់យើងហៅថាមនុស្សអរិះកូនបានកូនមកស្លាប់បានកូនមកស្លាប់ពីព្រោះអីមកពីកូននឹងមានខ្មោចព្រាយនឹងចាំយកអាខ្មោចព្រាយនឹងឲ្យជាយៈអាយៈនឹងឲ្យដែលអ្នកចាំយកកូនមិញនឹងម្លោះហើយនាងមនុស្សនេះបានកូនមិនចេះនៅបានស្លាប់ក៏ដឹងខ្លួននិយាយជាមួយប្តីអាកូនក្រោយនឹងឯងអើយកូនយើងបើទុកនៅនេះទៀតមកទៅស្លាប់ទៀតហើយឥឡូវយើងទៅនៅខាងម៉ែខាងនោះវិញព្រោះដូចជាមានខ្មោចព្រាយចាំទៅយកកូនយើងហ្មងយើងយកទៅនៅខាងនោះវិញក៏លោកខ្មោចព្រាយមិនឃើញមែនតោះនាំគ្នាវិចប្របាច់ពរកូននឹងទៅនៅខាងម្ដាយក្មេកឯណោះអាមនុស្សបង្ហាញខ្លួនពីក្រោយខ្នងទៅឯណាយកកូនឲ្យយើងជាតិមុនអ្នកឯងកំចាយកូនយើងអស់មួយជាតិគ្មានសល់មួយទេឥឡូវជាតិនេះកុំសង្ឃឹមទៅណាទៅប៉ុន្តែសុំឲ្យកូនមកយើងសិនមកយើងកំតិចកូននឹងឯងទាំងអស់
ទេខ្ញុំស្រឡាញ់កូនខ្ញុំមិនឲ្យទេហីឲ្យមកនាំប្តីរត់ត្មងពកូនរត់អមនុស្សដេញតាមក្រោយដល់ទៅរត់ទៅមិនដឹងរត់ទៅណារត់ដល់វត្តចេតពុនរត់ចូលក្នុងវត្តភ្លុចចូលទៅភ្លុចព្រះអង្គកំពុងទេសនារត់មកចែកគេចែកឯងមកដល់យកកូនមកដាក់ពីមុខក្រែទេសប្រគេនព្រះតែមកថ្វាយព្រះតែមកព្រះក៏ទទួលយកកូននឹងហើយអាមនុស្សឃើញគេថ្វាយព្រះលែងហ៊ានទៅដើមយកបើគេថ្វាយព្រះហើយអញទៅដើមយករបស់ព្រះធ្វើអីម្ល៉េះហើយអង្គុយនៅញ៉ាំគេនឹងដែរព្រះអង្គក៏សម្ដែងធម៌ប្រាប់ក្នុងពេលនោះថាពៀរមែងរងាប់ដោយការមិនចងពៀបើយើងនៅតែមានគំនិតចងពៀនឹងគ្នាកិច្ចមិនផុតទេម្ដងវាយគេត្រូវវាយយើងវិញថ្ងៃហ្នឹងសម្លាប់គេឲ្យឈ្នះម្ដងថ្ងៃក្រោយគេសម្លាប់យើងវិញថ្ងៃហ្នឹងវាយតានឹងឯណាណីម្ដងថ្ងៃក្រោយគេវាយយើងឯណាណីវិញថ្ងៃហ្នឹងប្រលះស្ដីឲ្យយាយនឹងឯណាណីម្ដងថ្ងៃក្រោយគេស្ដីឲ្យយើងវិញថ្ងៃនេះថាឲ្យគេម្ដងថ្ងៃក្រោយគេថាឲ្យយើងវិញអូក៏ទៅពៀជេរដាក់ទំនាយផ្ដាសាគេតែគេមិនទទួលវាផ្លាតចូលមកខ្លួនយើងវិញទាំងអស់ម្ល៉េះហើយអត់កើតទេតលតែមនុស្សឈប់ចងពៀបានវាឈប់បើនៅតែចងពៀវានៅតែម្ដងគេសម្លាប់យើងសម្លាប់គេទៅវិញទៅមកអ្នកទាំងពីរស្ដាប់ធម៌យល់ក៏លែងចងពៀនឹងគ្នារាប់អានគ្នាជាមិត្តភក្តិហើយកូនហ្នឹងគេដូរចិត្តវិញលែងយកឲ្យទុកឲ្យវារស់ចុះគេថ្វាយព្រះទៅហើយអញ្ចឹងបានក្មេងហ្នឹងរស់នៅបានយូរអញ្ចឹងទៅណាញោមណាអាយុ120អីចឹងទៅដោយសារគេថ្វាយព្រះចឹងអាមនុស្សក៏លែងចងពៀទៅក៏វាជួយថែរក្សាមនុស្សទៅបានមនុស្សបង្កើតអាកម្មវិធីធ្វើខ្ទមខ្មោចខ្ទមនតានឹងដើម្បីឲ្យអាមនុស្សនៅចុះមនុស្សឲ្យអាមនុស្សរាប់អានគ្នាធ្វើម៉េចមានតែធ្វើខ្ទមឲ្យម្ល៉េះឲ្យរៀបសំណែនសែនព្រាននេះឲ្យទៅអាមនុស្សនឹងក៏ជួយថែរក្សាមនុស្សបញ្យលសពប្រាប់អាដៅនេះឆ្នាំនេះមេឃភ្លៀងខ្លាំងកុំធ្វើស្រែធានាប្រយ័ត្នឲ្យលួយអាដៅនេះមិនសូវសបោតទឹកទេធ្វើណែដីរតនាបទៅកុំធ្វើទួលអត់សូវតបោតទឹកទេម្ល៉េះហើយទៅពេលដែលមនុស្សធ្វើតាមអាមនុស្សនឹងប្រាប់ទៅបានជោគបានជ័យបានផលទៅក៏នាំគ្នាបង្កើតកម្មវិធីបនដាលៀនឡើងមកវិញធ្វើបនឧទ្ទិសចែកបនឲ្យអាមនុស្សជួយប្រាប់នឹងផងទៅក៏វាកើតបនដាលៀនវាកើតជារឿងខ្ទមនតាខ្ទមព្រាយបងបត់ទល់ដល់សពថ្ងៃនឹងមកហើយមនុស្សយើងក៏មានជំនឿថាអ្នកណាយកកូនទៅថ្វាយព្រះអមនុស្សមិនហ៊ានបៀតបៀនបានថ្ងៃហ្នឹងយើងថ្វាយម៉ែយើងមកព្រះដែរឥឡូវថ្វាយខ្លាចជាកូនសិស្សព្រះហើយទទួលសិលទទួលត្រៃសរណគមហើយខ្មោចព្រាយអមនុស្សណាវាចង់យកវាលែងហ៊ានយកហើយវាលែងហ៊ានបៀតបៀនហើយវាទុកឲ្យរស់តទៀតណាញោមណានេះហើយគេហៅថាចម្រើនបច្ចុប្បន្នតាមបែបអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មមួយទៀតចម្រើនបច្ចុប្បន្នតាមបែបគេហៅថាអនុបទានកិច្ចអនុបទានកម្មគឺធ្វើបន់អបស្ទប់ជាមួយមានន័យថាជួយគេជួយយើងគេហៅថារំដោះគ្រោះជីវិតយើងនឹងមានគ្រោះភ័យពេលណាមួយអញ្ចឹងយើងរំដោះគ្រោះឲ្យហើយរំដោះរបៀបម៉េចញោមមកឧបមាថាដើរតាមផ្លូវទៅឃើញយាយណាមួយកំពុងតែធ្លាក់ទឹកលងធ្វើមាត់មហោបយើងជួយស្រង់គាត់ឲ្យរស់ឡើងវិញដើរតាមផ្លូវទៅជួបតាណាមួយកំពុងតែល្អល់ដួលធ្វើមាត់កវ៉ាត់ដូចកង្កែបគោជន់យើងជួយគាត់ឲ្យគាត់រស់ឡើងវិញដើរតាមផ្លូវទៅឃើញយាយណាមួយកំពុងតែខ្យល់ចាប់អត់មានពីណាកោះខ្យល់ឲ្យយើងចាប់ខ្យល់ឲ្យគាត់ជាវិញឃើញគេអត់បាយយើងជួយគេឲ្យរស់ឃើញគេលងទឹកយើងជួយស្រង់គេចេះតែជួយជីវិតគេអញ្ចឹងដល់ថ្ងៃមុខថ្ងៃក្រោយយើងមានគ្រោះមានភ័យអាសន្នចេះតែមានគេមកជួយយើងវិញអានឹងហើយដែលគេហៅថារំដោះគ្រោះខ្នាតធំមួយគឺការជួយជីវិតគេជួយជីវិតយើងឥឡូវក្នុងទីនេះបានដល់ការធ្វើបន់បច្ច័យ4ដាំបាយទឹកនំចំណីត្រីសាច់សពុតសើអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសឲ្យគេហូបឲ្យគេប្រើប្រាស់ឲ្យជីវិតគេរស់បានអានិសង្សមកម្ចាស់បន់នឹងជីវិតរស់វិញព្រោះយើងឲ្យជីវិតគេណាញោមណាអានឹងហើយគេហៅថាបច្ច័យ4តាមបែបអនុបទានកិច្ចអនុបទានកម្មឥឡូវមួយទៀតចម្រើនបច្ចុប្បន្នតាមបែបអនុបទានកិច្ចអនុបទានកម្មរួចហើយឥឡូវនិយាយមួយទៀតគេហៅថាជីវិតមហាកិច្ចជីវិតមហាកម្មនៅត្រង់ណាគេជប់លៀងជីវិតនៅត្រង់ណាប្រហែលជាញោមញាតស្ដាប់ឮហើយចាំឆ្លើយជាមួយអាត្មាបន្តិចមានពាក្យគេថាបច្ច័យ4បុណ្យបច្ច័យ4ហ្នឹងស្អីអ្នកខ្លះថាបច្ច័យ4ហ្នឹងលោក4អង្គអ្នកខ្លះថាបច្ច័យ4ហ្នឹង4វត្តអ្នកខ្លះថាបច្ច័យ4ហ្នឹង4កញ្ចប់អ្នកខ្លះថាបច្ច័យ4ហ្នឹងគឺវែក4ស្លាបព្រា4ចាន4ឆ្នាំង4ប៉ាន់4ពេង4លើសពី4គេមិនហៅបច្ច័យ4ទេអ្នកខ្លះគេថាលោក4អង្គអ្នកខ្លះគេថា4វត្តអញ្ចឹងបច្ច័យ4ពិតប្រកបនៅតាណាអញ្ចឹងញោមចាំឆ្លើយជាមួយអាត្មាកុំឲ្យអបសក់ញោមណាតែអបសក់អង្គុយតែស្ងាភ័មដាក់អាត្មាប្រុងស្ងាបតាមបើញោមណាឆ្លើយជាមួយអាត្មាត្រូវជូនពិន្ទុ1លានហើយអ្នកណាបានពិន្ទុច្រើនជាងគេឆាប់ឲ្យវីសាទៅលេងឋានសួគ៌ណាញោមមើលញោមតាំងពីកើតពោះម៉ែមកទល់ប៉ុណ្ណេះស្លៀកសពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់តាំងតែធ្វើឲ្យលហែកតាំងតែធ្វើឲ្យឆ្អេះសូមឆ្លើយជូនពិន្ទុ1លាន
ประมาณกับเพลงโยมอดดังไอ้ก็โดนจะธรรมาแล้วธรรมาอดดังได้บ่ยังเปล่าปราสปุตสบองสบายเข้าอ้างไม่อดดังประมาณกับเพลงตีอดดังรอบจำนวนอันนั้นเมียนในทายังจิเปียสปุตเข้าอ้างไม่โดนธนารอบมันอไอ้เบอร์จิเปียเลยกินมาเมินซองมาเมินจิเปียปีเมินซองปีเมินจะเบอร์จิเปียโดนรอบมันซองประมาณซองรอบมันไอ้จังซองรอบมันนั่งซองประมาณอาตรองเนี่ยขนมบาลัยขนมทอกิทายังจิเปียใจบระปัจจัยไม่มวยใหญ่จิเปียดาวธนาซองมันออกเพราะว่ามันดังจำนวนอะไรมวยเตียนโยมเอ้ยฉลาวไตรบานเป็นตุปีเลียนเมื่อตั้งปีกาดมาตลปปันในหอบใบไม้ออกประมาณจานมันเนี้ยเบอร์กระเจียงก็ออกประมาณกับปองหายสมฉลายอัดดังเตะจิมเหลาฉลายถ้าอัดดังเตะอาธมาก็อัดดังได้โดยทีนี้ก็โดยอย่างนี้บาอดดังเตงจังยังจิเปียใบจิเปียสโลไม่ดอธนารอบมันออกขนมบาลัยขนมท้อเกี่ยวชมัวท่าจิเปียบรรณบาตปัจจัยไม้มวยตีจิเปียดอธนารอบมันออกเต้บทักดอกเตามาเพย์เตาหนุ่มก็สนกดักกอยมาซองไอ้รุ่ยนี้ให้ดอลอดดังจนวนจังมันดังซองประมาณเท่นั้นโยมนะฮะอะไรมวยตีโยมแต่หายจิโยมดังนะเมื่อโยมตั้งปีกาดมอเตอร์ปปันนะเด็กเตลขนอยพวยมงเจียมจอมเปรย์ปรมปุกไม่ตั้งอัดเวอร์เอาลายตั้งอัดเวอร์เอาใช้ออกประมาณกับเพลย์มันเนี่ยเอาสมชลายอัดดังตีดเป็นตุกใบเลี้ยนโยมอัดดังตีดเบอร์อัดดังได้โดยอย่าธรรมาก็อัดดังนะมันดังออกกเตลออกขนอยประมาณนี้ขอดาทารึกทมชิงโยมเทียนนั่นในปีเขมรกเตลกิทำไมใจไอ้ชื่อบดใดบดเชิงโยปลุกเฉลปราปินาได้บังดาระมองนับปราดตักลายก็โยตเลียงหาไงเปรียดจังตำรวมยังรู้เรียนเมียนชีวิตปปันนะปลากระเตลขนอยพูยมงไม้ดอลธนารอบมันอ๋อพูยยังอดดังจนวนจังหายขนมบาลัยกิทายังจิเปะเซนาสนะปัจจัยไม่ดอลธนารอบมันอ๋อใบยายนายโยมนะอะไรมวยเตี้ยปหารอบอ๋อยบาดเป็นตุบุญเลียนโยมเอ๋ยตั้งปีกาดมาตลปปันนะตาเกรมไก่ไม้ออกประมาณดมตะเกาะไม้ออกประมาณแก้วทนำไม้ออกประมาณกรอบบรรลุจิจะเว้นประมาณมาจนหายสมชลายอาดดังเตี้ยดังออกตะเกาะประมาณเกรมไก่ประมาณนี้กอดเคลียนมันเห็นเต็งเนี้ยปนบกรยุมเตี้ยเต็งเอาสมัยพิดามอดเมียนเป็ดก่อนแทบบกพาเต้ก่อนไตรกาสัตไอบกจมวยสัตไอเยนะเธอทนำกิทาตัวลาสัตนี่บกจมวยสัตนกบกปลาหนูแปรไอหนูต้องเอาตะโกนนันเชียกิทาโยชิมสัตว์ในสัตว์นมาเธอทนำโยบานต่างอ้อนั่งเอาตะโกนเชียให้สมัยอะไรนี่เมียนเป็ดก่อนแทบบกพาปันแต่เป็นลำล้างมองเป็นใบโยมแต่อามือตะรอกหลายโจลขมิ้นได้นายสัตนาสัตมัยให้โกนตายตำรอมโกนรวมเมียนจีบัดปันนะมันนั่งทำไมนั่งรถนำไอโกนออกประมาณกรอบให้เตจักประมาณมาจนเลยกระเรมไก่ตะเกาะประมาณไก่ประมาณดมอัดดังเตนะโยมนะมาลอหายตรองนี้เกี่ยหายทะยังจีเปียกิเลียนนะเพศเจียปัจจัยไม่มวยตีได้สรับตื้อบุญอาเครื่องเสียเปียเกี่ยหายใจบระอาเครื่องโฮบเกี่ยหายบรรณบาตอาเครื่องเด็กเนยเกี่ยหายสนาปัจจัยอาเครื่องเพศเจียเกี่ยหายกิเลียนนะเพศเจียปัจจัยสรับตื้อเมียนบุญได้ยังจีเปียไม่ตาบุญนั่งเกี่ยหายไอเกี่ยโยมบุญนั่งหายเกี่ยหายปัจจัยบุญมันแมนปัจจัยบุญลูกบุญองเต้แมนปัจจัยบุญวัดเต้ปัจจัยบุญคือระบบบุญยางได้จำชีวิตยืงตั้งปีก้าวตัวประปันนั่งเฮ้ยบุญยางนั่งระบบนาเคบอกไม่จังยังจะแปะนาจะแปะไม่บานจิโรซีเมียนบานเต้าทั่วบอลปัจจัยบุญสองกอดเว้นโกนนาซองปัจจัยบุญกอดนี่อันนั้นบานกี่ให้โกนกัดติญูปะปีนะให้จำนายครั้งประสองประมาณวัดประมาณองมันสำคัญให้เอาแต่มาองบานระบบบุญมกอันนั้นปัจจัยบุญแต่ประสองไอ้นายยมนะมาองบานบุญมกบุญองก็ได้ดอกองก็ได้เอาแต่มาองบานบุญมกปัญหาสำคัญโกนใช้จูนเครื่องปัจจัยบุญมาใหม่มาจิกาซองคนกอดเอวังจะตบปัจจยะเตียเก้าศพคังวันเตตัสมาเตียนังสยามเปประวัติเตตับยังอานิซองโกนเพื่อปัจจัยบุญจูนไม่นี่จิกาซองก้นระเมงซองรุ่ยไม่บันทาซองรุ่ย
យើងរៀបរាប់មិញថាសងមិនរួចទេប៉ុន្តែពេលយើងធ្វើបន់ជូនម៉ែជូនឪអញ្ចឹងយើងសុំខមាទោសគាត់អត់ទោសឲ្យយើងអញ្ចឹងទៅគាត់ថាឲ្យកូនអើយដែលជាពាក់ម៉ែប្រមាណណាម៉ែមិនឲ្យកូនមានកម្មមានពៀទេសុំឲ្យរួចគ្នាសុំឲ្យកូនរស់ស៊ីមានបានញោមមើលឃើញដែរម្ចាស់បំណុលគេដូរចិត្តទៅឃើញណាអញ្ចឹងយើងអាចរួចកម្មពៀទាំងអស់នោះដែលយើងជាពាក់ម៉ែឪហ្នឹងដោយការធ្វើបន់បច្ច័យ4យើងយកបច្ច័យ4មកជូនគាត់ហ្នឹងជូនគាត់ទៅឲ្យគាត់ចង់ប្រគេនលោកក៏ប្រគេនទៅបើគាត់មិនប្រគេនលោកក៏ចង់ទុកប្រើឲ្យគាត់ទុកប្រើចុះណាញោមណាកុំឲ្យសង្ឃស័ក្តិទេមៈដឹកទៅវត្តអស់គាត់ភួយអាកាចាស់ខ្នើយអាកាចាស់អាដែលឡៃគាត់បានប្រើរបស់ថ្មីអញ្ចឹងហើយកូនណាធ្វើបច្ច័យ4ជូនម៉ែឪនេះរមែងសងគុណគាត់ហើយរមែងដាំពូជបច្ច័យ4ខ្លួនឯងកូននឹងចាប់ពីនេះតទៅមុខលែងក្រលែងលំបាកលែងតោកយ៉ាក់លែងវេទនាហើយបានអាបច្ច័យ4នឹងវាឲ្យផ្លែឲ្យផ្កាមានបានរាល់ថ្ងៃរាល់ជាតិតទៅណាញោមណាឥឡូវនិយាយពី4ជាពាក់ច្រើនពេកសងមិនអស់សួរតែមួយទេញោមឆ្លើយឲ្យត្រង់កុំខ្មាស់កុំអៀននិយាយពីរឿងងូតទឹកតាំងពីកើតមកទល់ប៉ុណ្ណេះម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ហើយដោះក្អែលឲ្យប្រមាណដងម្នាក់ហើយដោះកន្លែងណាខ្លះហើយបោកខោអាវឲ្យប្រមាណដងម្នាក់សូមឆ្លើយឲ្យត្រង់មកបានពិន្ទុ5លានអត់ដឹងទេអត់ដឹងចាញ់អាត្មាដឹងថាម៉ែឪដោះក្អែលឲ្យកូនគ្រប់កន្លែងទាំងអស់តាណាក៏គេដោះដែរគេឃើញអស់អាលីងគេស្គាល់អស់អាលីងក្លុកកលៀតណាក៏ដឹងម្លោះហើយយើងគិតមើលញោមម៉ែឪដោះក្អែលឲ្យកូនគ្រប់កន្លែងត្រង់ថាងូតទឹកឲ្យកូនប្រមាណដងអាត្មាក៏អត់ដឹងដែរមួយថ្ងៃ2ដងក៏មាន3ដងក៏មានអាស្រ័យទៅលើកូនបាញ់ញឹកហើយនឹងបាញ់វើលបើបាញ់ញឹកម៉ែលាងឲ្យញឹកបើបាញ់វើលម៉ែលាងឲ្យវើលជួនកាលកំពុងឲ្យឆ្ងាញ់បាយជាមួយទឹកគ្រឿងផ្កាស្នោផ្កាកាផ្លោកកូនបាញ់ប្រាជ្ញកំពុងឲ្យឆ្ងាញ់ឲ្យវាបាញ់ឲ្យអស់សិនអញលក់បន្តទៀតសិនណាចាំលាងទាំងអស់គ្នាហ្មងដល់ទៅហើយជួនកាលយកជើងធ្វើប្រគុណឲ្យកូនក៏មានដែរដល់ទៅហើយគាត់លាងឲ្យកូនយកដៃណាលាងដៃណាងដោះក្អែលឲ្យកូនដៃនឹងបោកកតបឲ្យកូនដៃនឹងដែរបោកកតបអាទឹកទី1ពណ៌អីញោមពណ៌លឿងដៃនឹងដែរហើយដល់ហើយលាងចានឆ្នាំងដៃនឹងទៀតលាងអង្គដាំបាយដៃនឹងទៀតលាងបន្លែដៃនឹងទៀតស្លដៃនឹងទៀតច្បាច់ទឹកគ្រឿងដៃនឹងទៀតដល់ទៅហូបដៃនឹងដែរដៃម៉ែមានមហិទ្ធិឫទ្ធិណាញោមណាមានគ្រប់រសជាតិតែមកទំរាំកូនរស់រៀនមានជីវិតមកប៉ុណ្ណេះមិនដឹងថាម៉ែងូតទឹកដោះក្អែលឲ្យកូនប្រមាណដងម្នាក់ទេចុះឧបមាថាបើយើងឥឡូវវិញកំពុងតែវាយវងជាមួយម៉ែឆ្ងាញ់ទឹកគ្រឿងហើយស្រាប់តែម៉ែបាញ់ប្រាជ្ញមកមានកូនណានៅបន្តភាកទៀតបានទេអត់ញោមប្រហែលគ្មានទេណាញោមណាហើយជាស្លេះសិនណាចាំស្អែកចាំតចុះបើម៉ែងូតទឹកដោះក្អែលឲ្យកូនបាន2000ដងចុះកូនវិញងូតទឹកដោះក្អែលឲ្យម៉ែបាន2000ដងស្មើគ្នាហើយនៅញោមតលយូបានស្មើអញ្ចឹងហើយវាមិនតាន់ស្មើបានជាពេលគេដឹងគុណម៉ែឪគេដាក់បោះស្បុកស្រោចទឹកជូនគាត់ប្រកាសឲ្យទេវតាដឹងគេហៅថាប្រកាសនកតញ្ញូកូនណាស្រោចទឹកជូនម៉ែឪនេះជានិមិត្តរូបលៀងជំពាក់អាម៉ែឪខំដោះក្អែលឲ្យយើងរាប់រយរាប់ពាន់ដងនោះហើយដឹងអញ្ចឹងយើងដោះតែម្ដងមែនប៉ុន្តែសុំស្មាទោសស្មាលាកុំឲ្យជាប់កម្មពៀគាត់ក៏អត់ទោសឲ្យកូនអើយម៉ែមិនឲ្យកូនមានកម្មមានពៀទេយើងបានសុំខមាទោសគាត់ដាក់បោះស្បុកនឹងតំណាងឋានសួគ៌ហើយគាត់ឡើងបោះស្បុកគឺឡើងឋានសួគ៌ចាក់ទឹកត្រជាក់គឺបានភាពត្រជាក់ត្រជុំលាងដោយសាប៊ូក្អូបលាងជំរះអំពើបាបប៉ុន្តែលាងមួយថ្ងៃវល់ល្ងាចវាអត់ដាច់បាបទេវាដាច់តែក្អែលបើអញ្ចឹងតលកូនសុំខមាទោសនិយាយគាត់បដៅយើងមិនបានសុំទោសគាត់កើតឡើងមុខកញ្ញើខ្មៅកញ្ញើដូចភ្លើងចេះគល់តយើងអញ្ចឹងហើយចេះតែលូមនឹងស្អីទីម៉ែបកើតកូនមកអាយុធម៌ដល់បកើតអាបងស្អាតបកើតឯងមកមុខខ្មៅមួយតគល់តយើងអស់លេកន្លះអាទិហើយនៅតែអត់ស្អាតទៀតសែនម៉ែអាយុធម៌សែនឪអានោះឲ្យសែនចង់ឲ្យសែនប៉ុន្តែមកពីឯងនឹងធ្វើមុខកញ្ញើដាក់ម៉ែឪអត់តន់សុំទោសជួនកាលទៀតទៅអ្នកខ្លះម៉ែឪស្ដីនិយាយជេរថានទីងទុចឯងនោះសម្លក់ម៉ែថ្មដល់កើតមកភ្នែកវាដើរទៅកើតមើលទៅត្បូងដើរទៅលិចមើលទៅជើងបាញ់មន់ងាប់ទាដកដើមទ្រាប់ងាប់ដើមម្ទេសអង្គុយតុកជាមួយគេសម្លឹងមីដល់ទៅដួសស៊ីកាទៀវសោះជួនកាលទៅឈរតាមផ្លូវបើដាក់ហាទុកភ្នែកមើលម៉ូតូមកឲ្យទាំង2ទាំង3ទាំងដឹកកណាដឹកកណៃទេគេហៅឯងហៅខ្ញុំមេភ្នែកមើលមកខ្ញុំមេដៃបោកមកខ្ញុំឆ្លោះគ្នាពេញតែផ្លូវហើយអាមិនបានវិវិចវត្តថានឹងហើយមកពីសម្លក់ម៉ែសម្លក់ឪពីដើមហើយអត់តន់សុំទោសហើយមានអ្នកខ្លះទៀតនោះហ៊ានប្រើម៉ែប្រើឪឲ្យចាំផ្ទះឲ្យមើលកូនមើលចៅឲ្យទៀតណអូបើឲ្យមើលកូនមើលចៅបើគាត់ស្ម័គ្រចិត្តមើលដល់យើងមិនប្រើមិនបាបទេប៉ុន្តែបើគាត់មិនស្ម័គ្រចិត្តឲ្យប្រើគាត់ឲ្យមើលកូនឲ្យមើលចៅឲ្យទៀតមើលផ្ទះឲ្យទៀតឡើងមកជាន់ទៀតហើយកាលពីជាពាក់ខ្លួនយើងមួយត្រឹមតែរាប់ទៅឥឡូវថែមឲ្យមើលចៅវាឡើងរាប់ខាងហើយបើជាពាក់អញ្ចឹងគិតអាម៉េចអត់បានទេត្រូវតែធ្វើពិធីបន់សុំខមាទោសគាត់ឲ្យហើយគឺធ្វើបន់ដូចពេលនឹងអញ្ចឹងសុំទោសគាត់ឲ្យហើយបានរួចខ្លួនបើមិនអញ្ចឹងឯងខ្លាចជាតិក្រោយកើតទៅជាខ្ញុំបង្រើគេជាគោកបីតម្រៃសេះអូអាទិសឲ្យគេអញ្ចឹងបើថាជាប់
ជាពាក់ជាមួយម៉ែឪបានគេឲ្យកូនចៅធ្វើបន់សុំខមាទោសគាត់ឲ្យហើយដូចពេលហ្នឹងអញ្ចឹងទៅគាត់អត់ទោសឲ្យយើងរួចខ្លួនណាញោមណាឥឡូវកូនចៅគេថ្ងៃនេះគេបានសុំទោសម៉ែឪគេហើយគេរួចខ្លួនហើយចុះអ្នកដតីប្រើម៉ែប្រើឪដែរនោះគិតតែមិនដែរគ្រួសារដតីនោះប្រើម៉ែប្រើឪមើលកូនមើលចៅដែរនោះគិតតែមិនដែររើសពេលវេលាឲ្យហើយទៅញោមមិនទាន់គាត់នៅរស់មិនអាត្មាបំភ័យទេប៉ុន្តែតែគាត់ស្លាប់ហើយទៅសុំទោសលែងស្ដីរយើងហើយនៅថ្មឹងម៉ែឲ្យកូនខុសហើយកូនសុំទោសនៅធ្វើមុខអីចឹងអាចារ្យខ្ជាប់កណាត់លើកដាក់មកឈូសភ្លុចលែងស្ដីរយើងអញ្ចឹងបើចង់សុំខមាទោសគាត់តន់គាត់នៅរស់អញ្ចឹងគាត់អត់ទោសឲ្យយើងរួចកម្មរួចពៀលែងជាពាក់ឯណាញោមណាអញ្ចឹងបានគេដាក់បោះស្បុកស្រោចទឹកហ្នឹងគេហៅថាចម្រើនបជនតាមបែបជីវិតមហកិច្ចជីវិតមហកម្មជប់លៀងជីវិតឲ្យម៉ែយើងណាញោមណាឲ្យគាត់បានដូចកើតម្ដងទៀតដូចឡើងអភិសេកអញ្ចឹងញោមហើយម៉ែឪរំភើបណាពេលដែលកូនចៅស្រោចទឹកពេលដែលកូនចៅសុំខមាទោសប៉ុន្តែញោមនេះមិនដឹងទេប៉ុន្តែញោមមិនលិចណោះឲ្យតែគេថ្វាយអង្គមជូនណាដេញសពុតខោអាវសុំខមាទោសជូនលុយឆ្កាក់ជួនកាលគាត់យំញោមទឹកភ្នែកហ្មងតែគេជូនច្រើនពេកយំអាកូនប្រុសមកដល់ចាប់លើកកូនស្រីណែឯងកូនភាសាកុំនៅមុខមកនៅក្រោយឲ្យឆាប់ខ្ញុំកូនបកើតនៅមុខអាត្មាលបមើលយ៉ាកូនគេទៅដើមគ្នាចូលអង្គុយជូនម៉ែឪខ្លះទិញមាសស្ទឹកខ្សែកខ្សែដៃមកជូនខ្លះស្ដាយជើងខ្លះកាបូបខ្លះគេកេះថាណែមិនទៅទិញមាសជូនម៉ែទៅអីគាត់ចាយយកមាសទៅអីយកកាបូបប្រែនមកខ្លះថាណែអាកាបូបប្រែននោះតែពី3ខែទៀតវាហួសសម័យហើយយកមាសជូនគាត់កូនណាលេងមកឲ្យគាត់លក់មាសនឹងចាយហ្មងដល់ទៅពេលគេថ្វាយអង្គមជូនគាត់ទៅហើយគាត់រំភើបពេកទឹកភ្នែកចលីញលងអាចារ្យហុចមេក្រូឲ្យពរកូនបន្តិចម៉ែមិនប្រកាន់ទូកូនទេម៉ែអូនកូនកូនហើយនិយាយចាញ់ឲ្យទៅឪវាឯណោះពុកមិនប្រកាន់ទូកូនទេកុំឲ្យកូនមានកម្មពៀពុកអរគុណកូនទាំងអស់គ្នាកូនអត់ស៊ីមានបានអាត្មានេះឈួលវោកទឹកភ្នែកងាកចេញក៏បើគេថាឯងកំឡោះអន់ពេកហូរទឹកភ្នែកតាមពិតអន់មែនងាកចេញមកខាងក្រៅពួនក្បែរវាំងណូតឃើញយាយមួយយំឲ្យមាត់ពីបឲ្យច្បាប់មើលទាំងកែបឡានកិនហើយសួរថាចុះអាមិនយំហ្នឹងត្រូវជាស្អីគេដែរញៀតអីក៏អីនិយាយថាគ្មានញៀតអីទេហើយមិនបានយំវាសំណោះខ្លួនដោយគុណហើយឃើញកូនគេធ្វើអញ្ចឹងឲ្យម៉ែឪគេនិយាយពីខ្លួនខ្ញុំមិនដែរវិញមិនដែរមានកូនណាធ្វើឲ្យគេម្ដងទេចិត្តងាប់ទៅវិញហើយឯងធ្វើបន់ម្ដងមកយាមគ្រាន់តែហៅវាចូលប្រគេនលោកហ្នឹងវាតឹងជាងអូអាស័យបជាចង់ទៀតដល់តែឃើញកូនគេតែត្រាក់តែស្រាំអញ្ចឹងវាសំណោះខ្លួនចិត្តងាប់ទៅវិញហើយដោយគុណហើយហូរទឹកភ្នែកគេដែរអញ្ចឹងបានថាម៉ែឪរំភើបណាស់ពេលនេះចម្រើនបជនជូនគាត់តាមបែបជីវិតមហកិច្ចជីវិតមហកម្មនិមន្តប្រសងមកសូត្រពឹស្ដាឲ្យម៉ែឪស្ដាប់ពុទ្ធលោកសងគុណមេត្តាលោកមិនយកមាសយកពេជ្រទៅសងទេហើយមិនមែនយកបាយទៅសងទេព្រោះឆ្អែតបានតែប្រហែលថ្ងៃអាចទៅនរកទៅប្រែតវិញហើយអញ្ចឹងហើយបានព្រះអង្គថាអ្នកណាសងគុណម៉ែឪតលតែញ៉ាំងម៉ែឪឲ្យមានសទ្ធាមានសីលៈមានចក្ខៈមានបញ្ញាបានគេហៅសងធ្វើឲ្យម៉ែឪចេះធ្វើបុណ្យខ្លួនឯងគាត់បានហូបរាល់ជាតិបានព្រះអង្គទៅសម្ដែងធម៌អភិធម្មប្រោសពមេត្តាបានស្ដាប់អភិធម្មនោះរមែងសម្រាប់ធម៌នឹងរួចចាក់ទុកទៅខាងមុខណាញោមណាអញ្ចឹងបានយើងត្រូវសម្ដែងអភិធម្មឲ្យម៉ែឪស្ដាប់ដែរដល់យើងមិនចេះសម្ដែងបាននិមន្តលោកមកសូត្រពឹស្ដា7មេឲ្យញោមស្ដាប់អញ្ចឹងញោមស្ដាប់ដោយគោរពទៅបានបុណ្យហើយអញ្ចឹងបុណ្យច្រើនណាស់សម្ដែងរៀបរាប់មិនអស់ទេ2ម៉ោងទៀតក៏មិនអស់ដែរបើអញ្ចឹងសង្ខេបប៉ុណ្ណេះសូមឧទ្ទិសកុសលផលបុណ្យឲ្យបានដល់បុព្វការីជនមេត្តាបិតាដូនតាម៉ាកងដែលស្លាប់បាក់បែកចែកឋានទៅនោះផងសូមទេវតាអនុមោទនាបុណ្យផងនាំដំណឹងទៅប្រាប់ដល់ញាតិទាំងនោះផងញាតិទាំងនោះមានញាតិម្ចាស់ទានប្រធានបុណ្យក៏ជាពិសេសព្រោះញោមប្រុសតាន់ហងអៀមអញ្ចឹងណាញោមណាសូមឲ្យទទួលអត្ថមនុញ្ញផលពីកូនចៅសោយសម្បត្តិទឹកតាមប្រាថ្នានិងញាតិកាសាលោហិតក្នុងសង្សារវដ្តទាំងអស់ឯភ្ញៀវកតញ្ញុទាំងអស់សិតតែមានម៉ែឪដូនតាស្លាប់ទៅរៀងខ្លួនក៏សូមឧទ្ទិសផលបុណ្យនេះឲ្យបានដល់ម៉ែឪដូនតាយើងរៀងខ្លួនផងដែរណាញោមណាឯចំណែកខាងទេវតាអនុមោទនាបុណ្យឲ្យថែសាការពារញោមទាំងអស់គ្នាកូននឹងឲ្យជួបតែសេចក្តីសុខចម្រុងចម្រើនដល់ទទួលទានមានបានកាលវាលគុំតិចតិជុំរហូតតទៅគ្រួសារមានសុភមង្គលជោគជ័យក្នុងជីវិតជារៀងរហូតបើមានកូនមានចៅកូនសិតតកូនល្អចៅសិតតចៅល្អបើមានកូនភាសាចៅភាសាក៏សិតល្អដែរណាញោមណាឲ្យសុខសប្បាយកុំឲ្យមានជំងឺឈឺអាពាតបៀតបៀនអាចារ្យរៀបចំទានទុកបាយសៃប្រៃមលូស្លាជួយស្មូតជួយសូត្រធរអាតាំងអ្នកតន្ត្រីពិនពិតអានិតកងស្គរអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធុងបាអាសាកត្រឹមកន្ទ្រាក់ញាក់កន្ទ្រាក់រំត្រំដីតន្ត្រីភ្លេងពិនពិតសុខបែបយ៉ាងតាំងពីសន្តិសុខស្ដាប់ធ្នាប់អ្នកមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងចុងភៅចិត្តបន្លែផ្លែឈើអ្នកដាំស្លោស្លុករត់តុកបំរើភ្ញៀវអ្នកតប
តែងរងអ្នកខ្វល់ខ្វាយក្នុងកម្មវិធីបុណ្យទៅផ្ទះបាត់ហើយក្តីនៅក្នុងទីនេះក្តីផ្ញើបច្ច័យមកចូលចាប់អ្នកផលក្តីសូមឲ្យអ្នកទាំងនោះបាននូវសេចក្តីសុខចម្រុងចម្រើនអាយុវែងសុខភាពល្អរហូតទទួលទានមានបានកើតការវិគុំតិចតិជុំប្រាថ្នាអ្វីណានេះមួយឲ្យសម្រេចដោយសេចក្តីប្រាថ្នាញោមញាតមានគោលបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាធ្វើមាត់អិចអុយអុយដែលអាត្មាស្ដាប់មិនលឺទេនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួនបានសម្រេចដោយគោលបំណងការសម្ដែងសន្មតថាចប់អេវ៉ាំងចូលម្ល៉េះហើយដូរកម្មវិធីលែងលេបថ្នាំទៅឡើងចងកញោមទៅថ្ងៃខ្លះគេឃើញទៅពេលយប់ឡើងដើមស្វាយឡើងវ៉ាប់ទៅសបុកអង្ក្រងប្រប៉ិនឡើយចូលក្បាលភ្លុចក្នុងសបុកអង្ក្រងនិយាយពីអង្ក្រងខំតាំងពីច្រមុះតាំងពីភ្នែកតាំងពីតិចចុះក្បាលនៅក្នុងសបុកអង្ក្រងដល់មានទៅទ្រាំឯណាបានញោមចងកអាមិនកើតអាខ្លះខំច្រមុះអាខ្លះខំតិចបែបភ្នែកមិនរួចហ៎មើលចងកកើតចុះមកវិញបេះអង្ក្រងចេញចង់អត់កើតអស់មួយជើងទៀតលើកក្រោយទៀតមកដល់ដេកតាមខ្នល់មកយប់ឲ្យឡានកិននៅងាប់ឡានណាក៏ជិះដែរញោមមកយប់ទល់ព្រឹកគ្មានឡានណាមួយកិនសោះព្រលឹមឡើងទៅផ្ទះវិញហ្មងព្រមងាប់សោះទៅបំបែកកូនតទៀតមកចោលកូនខ្ចីបានថាចង់ស្លាប់វាមិនព្រមស្លាប់សោះមានភិក្ខុមួយអង្គទៀតក៏ចឹងដែរលោកចង់ស្លាប់លោកយកទៅលុកឲ្យពោះខាំអាពោះហ្នឹងមិនព្រមខាំលោកសោះលោកទៅដាក់ដៃឲ្យពោះចឹកពោះមិនព្រមចឹកសោះអញ្ចឹងយកដៃទៅដាក់ឲ្យដល់មាត់ពោះឲ្យពោះចឹកពោះហ្នឹងនៅបន្លែងលេងលោកអត់ព្រមចឹកលោកចាប់មាត់ពោះបង្ហាលលោកដៃបញ្ចូលទៅក្នុងមាត់អាពោះហ្នឹងវាខំទប់កុំឲ្យមុតថ្មិញទៀតវាទៅចឹងទៅចឹងបានថាអាយុវាមិនតាន់ដល់ក៏យើងមិនបាច់ភ័យដែរប៉ុន្តែបើអាយុដល់ហើយកិច្ចអត់រួចអាត្មាទៅកឋិនមួយស្រាប់តែអ្នកម្ចាស់កឋិនមួយក្មេងគាត់អត់ចូលពហិទេគាត់ថាយាយតានាំគ្នាវេទៅខ្ញុំមិនចូលទេនៅក្មេង20ឆ្នាំទៀតបានខ្ញុំធ្វើខ្ញុំបានតែប៉ុណ្ណឹងឯងជួបតែប៉ុណ្ណឹងខ្ញុំទៅវិញខ្លែយកខ្លីចេញទៅមុនគេស្រាប់តែលឺដំណឹងមកគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាមផ្លូវបាត់មើលឃើញដែរថាមិនហ៊ានចូលវេកឋិនខ្លែអាយុខ្លីចេញទៅដល់វេនត្រូវស្លាប់ទៅតែហ្មងបានស្ដាយថានឹងបើចូលធ្វើកឋិនសិនស្លាប់ទៅបានបុណ្យនឹងជួយកើតជាមនុស្សកើតជាទេវតាវិញតែហ្មងប៉ុន្តែដល់គាត់ជឿខុសអញ្ចឹងគាត់ស្លាប់ទៅដោយសារអត់បុណ្យយាយមួយទៀតនៅខាងភ្នំពេញគាត់ថារាសីគាត់ថ្ងៃហ្នឹងធ្លាក់មិនហ៊ានទៅកឋិនគេទេខ្លាចគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវព្រោះរាសីវាធ្លាក់គ្រូទាយទាំងព្រឹកគាត់អត់ប្រភ្នូល្អសោះម្ល៉េះហើយគាត់អត់ទៅគេទៅកឋិននោះគាត់ដាក់ប៉ៅអីដេកក្នុងផ្ទះចេះស្រាប់តែឡានដាច់ចកោវាមិនព្រមវាទៅណាវាបុកលបងផ្ទះគាត់ចូលមកក្នុងផ្ទះមកបុកស្លាប់អាក្នុងផ្ទះហ្នឹងកំពុងតែដេកអីគេទៅកឋិនត្រឡប់មកវិញគេនៅរស់ទាំងអស់ឯងខ្លាចស្លាប់ស្រាប់តែឡានបុកក្នុងផ្ទះស្លាប់បានថាអោសេចក្តីស្លាប់ហើយបើដល់ពេលវាហើយរត់គេចមិនរួចទេព្រះពុទ្ធថាអ្នកសមុទ្រមច្ឆេអ្នកអន្តលិខេអ្នកបបតាណាំងពួនក្នុងព្រៃពួនក្នុងឡាងភ្នំពួនក្នុងជ្រោះរត់ទៅលើមេឃក៏អាសេចក្តីស្លាប់វាទៅតាមច្បាច់កយើងឲ្យតលបានទៅជាមួយរហូតតាមម្នាក់ជាពាក់លុយគេច្រើនរលុយសងបានអង្គុយបនឲ្យងាប់យមបបាលអើយយមរាជអើយបកាលអើយមកផ្ដាច់ជីវិតខ្ញុំឲ្យហើយមកអង្គុយតឹងលែងចង់រស់ហើយចង់ស្លាប់ប៉ុន្តែខុសពីអាត្មាពិបាកចិត្តប៉ុណ្ណាក៏គ្មានចង់ងាប់អីបន្តិចដែរចង់រស់រហូតហើយគេដល់គេចង់ស្លាប់ស្រាប់តែយមបបាលចេញមកមែនពួកយមបបាលរងថ្ងៃដើរលោកមើលយើងហ្នឹងឲ្យតែធ្វើអំពើបាបគ្រប់បន្ទុកយមបបាលយកទៅវិញហើយចឹងបានញោមចំណាំមើលជុំវិញខ្លួនញោមអ្នកណាធ្វើតែអំពើបាបមើលងាយម៉ែឪមើលងាយប្រសងអាចារ្យធ្វើបាបច្រើនឡើងគ្មានពីណាអាយុវែងមួយទេអាយុខ្លីអាទាំងអស់ព្រោះវាគ្រប់បន្ទុកសំបន្ទុកបាបគ្រប់ល្មមយមរាជឲ្យវីសាទៅឋាននរកវិញយមបបាលមកប្រមូលយកទៅវិញព្រោះយើងសំបន្ទុកគ្រប់ល្មមទៅនរកវិញបានទេចេះឥឡូវយមបបាលដើរមកលឺតានឹងកំពុងតែស្រែកបញ្ចេញខ្លួនមកបង្ហាញឲ្យឃើញភ្នែកស្រស់ហើយខ្ញុំមានការអីស្ពាក់លុយច្រើនពេកខ្ជិលសងចំងាប់ទៅហ្មងយកខ្ញុំឲ្យហើយទៅថាណែសេចក្តីស្លាប់មិនបាច់ណែឯងបន់ទេដល់ពេលស្លាប់គង់តែស្លាប់ទេប៉ុន្តែណែឯងវាមិនទាន់ត្រូវស្លាប់សងលុយគេសិនទៅស្លាប់ទៅជាពាក់គេកើតមកខ្ញុំបង្រើគេអាដែរទេកើតមកត្រូវតែបានលុយគេលួចអស់ឬក៏មកសងធ្វើជាខ្ញុំបង្រើសងគេអស់ទឹកលុយនឹងអាដែរហ្នឹង
chẳng nè chỉ bẹ cái rốt kịch luôn tới slap tới cài mà với mà xong tới lui kia nè ngày thôi cái nhóm bằng rơi kia ở rút thay lui chỉ bẹ và đôi trên này hãy này do cái đá mau cọt đó nhầm prap tháng năm dùng vào ba nó có prap tháng năm này đàm nít tháng năm cà phê đàm nít tháng năm cồn chanh đàm nít tháng năm là mua đàm nít tháng năm cồn chay Opama tha mệt đầy play cái bàn ta con canh cái lạnh thằng ăn triều trọc cái van cùi thằng cung tì pru sờ bò là bên sky sành bàn thằng ngày đây từ bốc ăn cầm lòi bài cái đăng triềng khai nà nôm toa khăng pe bắt prom chia sót tầm một cái mà đẹp bơi cạch nhọt nông ngầm siêu đam hậu com linh ri là cái prăng bạch là khiêu cùi cá tục tầm một cái sờ bò chui vô màu hà là smooth đam phật tới chioi Opama chẳng á prap năm chân tư hờ đàm này ai sen sờ bọ chưa sờ bọ pri cót chết ta cót ở đây năm cà phê tầm một tí bòn tung đàm phật tới bát này chân tư cót từ xe đặt tầng ó hơi cót từ thua năm tầng lụa ấy kì sạp tay kế do tinh do tới bậc cài chia bình phú kỳ bảo tinh năm cọt sạp tay lúc đạch lăng quạt khai tới chi nẹ miền xong mới kia rồi ở hà lính khai tới chi sẽ thấy nẹ miền đạch kê mà phun nhung đòi chẳng tới khai tới chi nẹ miền đạch kê mà phun quạt lên trong slap đó là khai chi nẹ miền lên trong slap sal của mình thưa bon của mình thưa tiền của mình thưa là lại bầm mồ lôi rõ là ngày slap tên này bầm bờ ngày tiết đó ngày slap dùng vào báo mặc cái luôn mà đòn tiền thì mới để khơi nè càng muốn thay trong slap ấy khi nhóm prap tha công an slap viêm toàn đo lời ní tụi mình trong có đo lại tầm pơ ngay tiết đo lại nhóm mà vô ấy nè vì ngày này đo ngay tầm pơ được không thôi bón ai cao chi mà lúc ai cao chi tê và đà rứa cao chi mà lúc mà trái trọp nâng tiết á bởi mình không thôi bón đấy trọp nâng bạc bong từ đầy nẹp xe nhá luôn ấy nâng từ nụ prai đây toàn bàn thôi bón đây tê chẳng pơ ngày tiết chuộc nè bát sờ mau dùng mà bán ta nâng dục lãng coi picha na cho mùi bậc pôn bờ ngày tiết dùng và ban mà do dương cái này nâng bánh chân dương còn nâng anh chun trọp đã sụp từ từ mơ nhóm từ trôi khăn ngọc dùng và ban mà rồi dương thì ọt khơi này và mô trọp đã sụp tăng có đây tăng bốn non con non trái lang sụp bạc cho tranh tới cắt sờ mót từ nơi trôi mà khang sờ mót đó bờ ngày sụp nâng plơm cái đal tất pa chọp chu màu tầm rong bao sụp nâng lịch prep từ từng ọ cái này tôi là ngày nay toàn bàn màu vinh phòng bạn thà nhiều mới không rốt kích vì mình ruồi thử từ slap và bạn so bột và ông thà bờ ngay tiết slap phải slap đời xa và thôn đi sâu anh mình chưa anh lang và xa đời cua và thôn đi sâu và đỏ lang từ mền đo ngay ti bờ phép từ xe về cái trôi hết trong từ mơ xe amat thà và ông cầm cho cuộc đã amat ở diêm khai và ông cho mà ấy anh trong từ mơ xe về cả câu xe câu đấy xe mua lại trong từ mơ amat chạp thà cầm ao cho bỏ từ lơ với như mình lẹ từ lưới lẹ mà cao mà khăn con chơi ta bỏ to đòn đấy lịch lập lặp từ men bạn thả kịch bị slap ở ruồi con sẽ thay mà nè cái thà mà nước slap à dụ mình về anh thấy pro miên tầm ní trời cam pía trời cả bầy vọt thà anh mình ơi cả bầy vọt con anh đánh khát mình ơi con cho đây đánh khát con nơi từ lơ te đó là vì là mò khá báo do snat mà sạch chay sạch cho sạch láng bạc cả la snat môi chung này lần chơi từ không khá báo nắng cao từ bao ta bao nâng vi rich rùm hàm tới đôi mà hà rich chẳng kia ba lọt chia có slap tới sẽ áp tới do snat nâng mà mơ snat thua bị snai cái bấy anh tha cầm oi cái bấy vót lấy cái bấy lang mà vót đó lơ te cái bấy nâng snat của snat thua bị snai cái bấy ban tha tụm nía bên chẳng này nhom nè bởi vì trai slap hỏi kích mình phốt rút mình ruồi tê đôi chứ toàn tại miền bờ bon chui chẳng bàn chỉ miền cá thua bon rùm liên cam pia mà chìm luôn ấy đó là slap tư ta nè slap tư từ cao đây nè anh đang về miền rương to tiệt đây nè slap tư miền ong bay miền rong bay về chết slap tì môi cắm tì cắm mà này mất tì bay cái tệ này mất tì môi cắm pơ để luôn thọp thưa và mán tranh mà thưa mà đòn tiệt dây khla thọp tranh các bạch karate taekwondo bao sọ chai bao sọ kê riệp slap tới chạp đam bao phục bao cái tên bao khnào vậy đây nừng nơi mình nghiêm dây khla trôi chất spe lô spe dây ta che từ lưng đầy spe ta khla trôi chất chân judo hapkido taekwondo bọc cái tao bọc cái đau
ហើយចឹងទៅដល់ពេលគាត់ចិត្តស្លាប់ទៅគាត់ខំចេញក្បាច់នឹងចុះឡើងខ្លះចេញក្បាច់បវលខ្សែបបក់ត្រីហើយដូច្នេះហើយអាកម្មទី1ហ្នឹងបើសិនជាខាងប៉ុននឹកឃើញស្រាប់គាត់ថ្វាយអង្គមគាត់អីចឹងទៅអានឹងថ្លែកចេះរូបរាងកាយដូរកម្ដៅខ្លះសរសៃញាក់ខុសកន្លែងខ្លះជីកចររត់ខុសកន្លែងខ្លះអញ្ចឹងអារម្មណ៍ទី1កម្មមកដល់ហើយអ្នកធ្វើល្អកម្មល្អនាំឲ្យធ្វើម្សាទៀតអ្នកធ្វើអាក្រក់កម្មអាក្រក់នាំដល់តែអារម្មណ៍ទី2គេហៅកម្មនិមិត្តយើងអ្នកនៅរស់អត់ដឹងទេប៉ុន្តែអ្នកចិត្តស្លាប់ចាប់ផ្ដើមដូចដេកមើលកុនណាញោមឃើញនៅភ្នែកទាំងអស់ប៉ុន្តែនិយាយប្រាប់គេវាមិនកើតឃើញអំពើខ្លួនធ្លាប់ធ្វើតួនៅក្នុងកុនគឺតួយើងនឹងឯងឃើញខ្លួនឯងធ្លាប់ទៅវត្តឃើញខ្លួនឯងហែកឋិនឃើញខ្លួនឯងជូនទានយាយតាហើយអ្នកធ្លាប់ធ្វើបាបឃើញខ្លួនឯងដេញវាយគេឃើញគេកំពុងតែដេញវាយខ្លួនឯងវិញរត់ចុះរត់ឡើងកាត់ភក់កាត់ល្បាប់អានឹងឃើញអំពើបន់ឬអំពើបាបដែលខ្លួនធ្លាប់ធ្វើពីដើមចន្តកៈសោករកៈនិងគោខេតកៈធ្លាប់ធ្វើបាបសត្វស្រាប់តែឃើញសត្វមកដេញធ្វើបាបគាត់ស្រែកតាមសត្វនឹងទៅផ្អើលឺដល់ព្រះបានព្រះអង្គសួរអនន្តថាសំឡេងនៅនឹងស្រែកបានព្រះអង្គសម្ដែងរឿងនឹងប្រាប់ថាមនុស្សចិត្តស្លាប់ទៅអញ្ចឹងគាត់ធ្លាប់ធ្វើបាបសត្វឥឡូវគាត់ឃើញនឹងភ្នែកឃើញតែសត្វនឹងមកផ្ដន់ទាមកតាមធ្វើបាបគាត់វិញគាត់ស្រែកតាមសត្វនឹងផុតអាកម្មទី2នេះទៅចូលអារម្មណ៍ទី3គេហៅថាកតិនិមិត្តឃើញកន្លែងត្រូវទៅអ្នកខ្លះសម្លឹងឃើញឋានសួគ៌ឃើញវិមានឃើញសួនច្បារអ្នកខ្លះទៀតសម្លឹងឃើញកន្លែងគេវាយគេដំគេច្រំគេធាក់គេចាប់គេចងពីរនេះដើរខុសគ្នាបើឃើញសួនច្បារឃើញវិមានអ្នកនោះស្លាប់ទៅកើតក្នុងឋានសួគ៌បុរាណថាដូចតកៅបាក់ខ្នងកំពុងរេរកកន្លែងតោងរេរកភពឃើញអីចាប់នឹងបើឃើញកន្លែងសួនច្បារវាមានចាប់ប៉ាប់មនុស្សនឹងទៅឋានសួគ៌ប្រឡែងជើងខាងនេះទៅគឺដាច់ខ្យល់បាត់មនុស្សនឹងស្លាប់ហើយបើរេទៅរកកន្លែងគេវាយគេដំគេច្រំធាក់មនុស្សនឹងទាញទៅខាងអបាយមានរូបប្រែតប្រឡែងជើងខាងមកខាងនេះដូចតកៅបាក់ខ្នងអញ្ចឹងរបូតជើងខាងនេះដាច់ខ្យល់បាត់តោងខាងនោះជាប់អានឹងអារម្មណ៍ជាប់ជំពាក់បុរសម្នាក់នោះគាត់ដើររកការងារធ្វើអត់បានដើរចុះដើរឡើងអត់បាយហូបអស់កម្លាំងមកដេកអង្គានលបងផ្ទះសេដ្ឋីស្រាប់តែឃើញគេយកបាយទៅឲ្យឆ្កែស៊ីគ្រាន់តែសាច់គេឡើងពី3គីឡូគាត់អង្គុយសំណោះបាយឆ្កែណាញ់កើតជាមនុស្សរកអីស៊ីមិនបានមើលឆ្កែលោកសេដ្ឋីស៊ីទៅតែសាច់អីអញបើបានកើតជាឆ្កែលោកសេដ្ឋីក៏គ្រាន់បើដែរបែរបានសាច់ស៊ីច្រើនណាបាយល្អអស់កម្លាំងផងគ្រុនផងខ្យល់ផងអត់ស្រួលខ្លួនផងឈឺផងដេកនឹងលបងហ្នឹងស្លាប់នៅនឹងបដ ாய் ទៅអារម្មណ៍វាជាប់ជាពាក់ជាមួយអាបាយឆ្កែហ្នឹងតែកើតជាកូនឆ្កែហ្នឹងមែនណាញោមវាទាញអញ្ចឹងណាស្រាប់តែទៅកើតជាកូនឆ្កែហ្នឹងទៅអាចឆ្កែទៅពីមនុស្សទៅហ្នឹងវាមានស្មារតីបរិញ្ញាឆាប់ចេះសេដ្ឋីបរិញ្ញាវាចេះសាពះចេះគោរពល្អអញ្ចឹងទៅក៏គាត់ទៅវត្តនិមន្តលោកអីគាត់ឲ្យឆ្កែទៅជាមួយដល់ឆ្កែទៅជាមួយទៅមុនលោកទៅឆាំងចង្ហាន់ស្អែកអីចឹងទៅកណាអត់បានមកទេឲ្យឆ្កែនឹងអ្នកមកមុនអញ្ចឹងបើឆ្កែនឹងមកព្រះអង្គទៅតាមឆ្កែនឹងទៅឆ្កែនឹងដល់មកវាទៅមុនលោកតាមសេដ្ឋីប្រើព្រោះគាត់លោកនឹងលោកដឹងថាគេឲ្យមកមុនអញតាអញក់នេះចុះមកកាន់បាតកាន់អីមកឆ្កែវានាំផ្លូវដើរពីមុខហើយលោកស្រឡាញ់មើលទៅឆ្កែនឹងចេះហើយនាំផ្លូវមកមុនលោកដូចគេថាមែនដល់ឡាផ្លូវបំបែកឆ្កែវានាំមកឯនេះលោកមិនខ្ចីដើមទេលោកទៅឯនោះអាឆ្កែវាងាកទៅព្រោះលោកថាខុសហើយមិនមែនផ្លូវនោះទេផ្លូវឯណាលោកធ្វើមិនលឺអាឆ្កែវាបោះមកខំស្បងលោកទាញអូសទៅបើលោកមិនទៅតាមលបោតស្បងឥឡូវហើយអញ្ចឹងទៅតាមឆ្កែវាបោលទៅពីមុខមានកពតមានព្រៃអីវាព្រោះវាគម្រាមឲ្យហើយក៏លោកមានសត្វពស់ក្អែបអីធ្វើបាបលោកអីវាការពារអសន្តិសុខមុនឲ្យហើយរៀបចំសម្ដាប់ធ្នាប់នៅពីមុខដូចនេះអាយ៉ែឡាអញ្ចឹងទៅពីមុខដល់ផ្លូវបំបែកទៀតលោកលេងឆ្កែទៀតណាលោកដើរទៅផ្លូវខាងនោះអាឆ្កែវាថាខុសហើយផ្លូវឯណាទេហើយលោកធ្វើមិនលឺអានោះវាមកខំស្បងលោកទាញទៀតខំចុះខំឡើងទៅរំដល់ផ្ទះសេដ្ឋីឡើងអាយ៉ាស្បងចុងពីជាអាមដល់ផ្ទះសេដ្ឋីឆ្ងល់លេស្បងលោកអាយ៉ាលហែកអស់ដោយសារឆ្កែវាខំទាញចង់លេងឆ្កែដល់តែឆាន់ហើយត្រឡប់មកវិញឲ្យជូនដំណើរលោកមកវិញឆ្កែវាជូនមកទៀត
លោកចង់ដឹងលោកហោះទៅលើទៅលោកលាចម្រើនពោះហោះទៅលើមេឃឆ្កែវាសំណោះលោកមិនតាន់ចង់ឲ្យបែកវាជិះតែព្រុសហើយលោកចោះមកវិញលោកកាន់តែទៅខ្ពស់អាឆ្កែវាព្រុសកាន់តែខ្លាំងលោកកាន់តែខ្ពស់ឆ្កែលូកាន់តែខ្លាំងដល់កាន់តែខ្លាំងអាកំពង់កវាមានកំណត់ប្រឹងមែនទេបែកកំពង់កស្លាប់បដោយទៅកើជាខោសកៈទេវបុត្រនៅលើទល់សពថ្ងៃដល់យ៉ាងម៉េចដែរវាមានអ្នកខ្លះជាប់ជាពាក់អញ្ចឹងដូច្នេះការស្លាប់របស់មនុស្សយើងមាន3គេហៅថាមួយខណៈកមរណៈស្លាប់ដោយខណៈដោយអ្នកខ្លះស្លាប់ដៃស្លាប់ជើងស្លាប់កោសិកាចាស់ផ្លាស់ចេញកើតថ្មីមួយទៀតគេហៅថាសមុច្ឆេតមរណៈស្លាប់ហើយលែងកើតទៀតដោយព្រះអរហន្តមួយទៀតហៅថាគេហៅថាសមតិមរណៈស្លាប់ដោយសន្មតគឺបឋមជនយើងស្លាប់ដោយសន្មតពីព្រោះយើងនៅមានអវិជ្ជាតណ្ហាឧបាទានកម្មនៅមានចំណងឲ្យកើតទៀតនិយាយមិនកើតមិនអ្នកខ្លះជាពាក់លុយគេអត់តាន់សងក៏ត្រូវកើតមកសងលុយគេអ្នកខ្លះលួចរបស់គេត្រូវកើតមកដើម្បីរកស៊ីឲ្យគេលួចវិញអ្នកខ្លះធ្លាប់វាយគេឲ្យរត់គេចខ្លួននៅហ្នឹងក៏ត្រូវកើតមកឲ្យគេវាយវិញអ្នកខ្លះធ្លាប់ជេរស្ដីថាឲ្យគេនៅហ្នឹងត្រូវតែកើតមកឲ្យគេជេរស្ដីថាវិញម្ដងអ្នកខ្លះធ្លាប់មើលងាយគេអ្នកហ្នឹងត្រូវតែកើតមកតកូលថោកទាបអ្នកខ្លះធ្លាប់ប្រពគេនៅហ្នឹងត្រូវតែកើតមកតកូលថ្លៃធ្នូអ្នកខ្លះធ្លាប់ធ្វើទានប្រាថ្នាឲ្យកើតជាអ្នកមានកើតជាអុកញ៉ាត្រូវតែកើតមកធ្វើអុកញ៉ាអ្នកខ្លះចង់ប្រាថ្នាឲ្យរូបស្អាតដូចនាងឧមាតនត្រីតៃត្រូវតែកើតមករូបស្អាតដូចឧមាតនតៃអ្នកខ្លះចង់ឲ្យបានកម្លាំងខ្លាំងដោយរតនៈបញ្ជូតប្រាថ្នាអញ្ចឹងកើតមកមានកម្លាំងខ្លាំងអ្នកខ្លះប្រាថ្នាជួបព្រះដូចនាងវិសាខាខ្លាយជាអ្នកពុទ្ធសាសនុបឋមត្រូវតែកើតមកមានរូបឆោមល្អនិងពុទ្ធសាសនុបឋមដោយវិសាខាចឹងអ្នកបុណ្យក៏ដោយអ្នកបាបក៏ដោយបាបក៏ទាញឲ្យកើតបុណ្យក៏ទាញឲ្យកើតបឋមជនយើងមិននៅជាប់ជាពាក់អញ្ចឹងណាញោមម្ល៉េះហើយកើតទៅជាស្អីជំហានដំបូងអារម្មណ៍ជាប់ជាពាក់សិនប្តីប្រពន្ធ2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីរៀបការហើយស្រាប់តែคล้ายទៅជាប្តីប្រពន្ធនឹងអូតូម៉ាទិកតែម្ដងឲ្យប្រពន្ធនៅផ្ទះប្តីទៅរកស៊ីចិញ្ចឹមទៅឆ្ងាយយូរមកម្ដងស្រឡាញ់គ្នាណាស្រាប់តែថ្ងៃក្រោយទៀតប្រពន្ធនឹងលួចស្រឡាញ់គ្នាជាមួយប្អូនថ្លៃខ្លួនឯងអាប្អូនថ្លៃភ័យខ្លាចបែកការបងមកចាត់ការបងចោលឲ្យប្រពន្ធនឹងនាំទៅងូតទឹកស្រះយកល្បិចបាច់ទឹកដាក់គ្នាច្រៀងសាសងស្រាប់តែខ្វែវខ្វាប់ពីលើកកដាច់ក្បាលប្តីធ្លាក់ចូលទឹកប្តីអត់ដឹងអីទេដឹងតែស្រឡាញ់ប្រពន្ធឥឡូវគេអាអ្នកប្តីក្រោយគេលួចកាប់ស្លាប់មិនអស់ចិត្តពីប្រពន្ធមកកើតជាពោះតកែនៅលើផ្ទះហ្នឹងហើយចេះតែតម្លាក់ខ្លួននៅចំប្រពន្ធនឹងចេះតែស្រែកចុះឡើងសង្ស័យពោះតកែនឹងជាប្តីអាប្តីក្រោយកាប់ពោះតកែនឹងស្លាប់ទៅពោះតកែនឹងស្លាប់មែនប៉ុន្តែបដិសន្ធិវិញ្ញាណរេរកកន្លែងតោងរកអីអត់បានមកកើតជាកូនឆ្កែនៅផ្ទះហ្នឹងឆ្កែនឹងដឹងក្តីបោលតាមនាងនឹងរហូតអ្នកស្រុកថានាងនឹងប្តីនាងនឹងកើតជាឆ្កែនឹងបានចេះតែបោលតាមនាងនឹងមកប្រាប់ប្តីក្រោយគេកាប់ឆ្កែនឹងស្លាប់ទៅឆ្កែនឹងស្លាប់ហើយចិត្តជាប់ជាពាក់នៅតែស្រឡាញ់នាងនឹងអត់ទៅណាមកកើតជាកូនគោនៅផ្ទះនឹងទៀតគោនឹងធំឡើងបោលតាមនាងនឹងរាល់ថ្ងៃនាងនឹងសង្ស័យអ្នកស្រុកគេជឿថាប្តីនាងនឹងហើយកើតជាគោនឹងបោលតាមអ្នកស្រុកនឹងទុកមាត់មិនសូវសុខចេះតែលពឹសថាអញ្ចឹងទៅនាងនឹងខ្មាស់គេមកទូលពិតប្តីទៀតប្តីនឹងទាញខ្វែវកាប់គោនឹងងាប់ទៀតហើយដល់ងាប់ពីគោហើយអាកន្លែងតោងនឹងរទៀតរតោងអីមិនបានយប់នឹងចូលក្នុងពោះប្រពន្ធខ្លួនឯងមានកឡើងដល់ប្រសូតមកដឹងក្តីហ្មងប្រសូតមកមានទំនាយអាក្រក់មួយគឺម៉ែនឹងប៉ះអត់បានប៉ះយំជីតានឹងអាណិតយកចៅនឹងទៅចិញ្ចឹមរហូតអាយុ6 7ឆ្នាំក៏សួរចៅហេតុអីបានជាចៅឯងមិននៅជាមួយម៉ែហើយមិនបានម៉ែប៉ះទៅយំបានចៅនឹងនិយាយឲ្យស្ដាប់រឿងពីអតីតជាតិច្រើនជាតិមកហើយដោយសារអារម្មណ៍ជាប់ជំពាក់ត្រូវគេសម្លាប់ខ្ញុំនឹងស្លាប់ឥឡូវដឹងខ្លួនហើយលែងឲ្យជាប់ជំពាក់អារម្មណ៍ជាប់ជំពាក់ទាញទៅកើតរងទុក្ខវេទនាសង្វេគក៏ពីអ្នកតានឹងចៅទៅបួសបដ ாய் ទៅបានថាជីវិតយើងនឹងជាប់ជំពាក់អញ្ចឹងដូចយាយខ្លះគេបបួលទៅសិលទៅវត្តទៅទេគ្មានណាមើលផ្ទះអត់ផ្ទះនៅតាំងពីតូចទល់ប៉ុណ្ណេះថ្ងៃម្សិលមួយខែមាន4សិលទៅតែម្ដងក៏មិនបាននៅផ្ទះក៏នៅចុះប៉ុន្តែចិត្តស្លាប់ទៅក៏មកជាប់អារម្មណ៍ទៅផ្ទះទៅជាប់អារម្មណ៍ទៅផ្ទះអត់ទៅណាទេមិនស្រួលក្លាត់ជីងចក់នៅលើផ្ទះនឹកណាញោមដូចណែសេដ្ឋីមួយស្ដាយអំពៅគេប្រមូលទៅណាមកណាស្ដាយតែអំពៅស្រាប់តែខ្លួនរៀបស្លាប់ទៅស្ដាស់តំណោះអំពៅមិនទាន់បានកាច់ប្រគេនលោកផងស្លាប់ទៅកើតជាទៅកើតនឹងដើមអំពៅ
ចឹងអ្នកខ្លះស្ដាយបន្លែទៅវត្តកាលទីស្ដាយបន្លែអត់ណាមើលយើងមើលក៏មើលចុះប៉ុន្តែរៀបស្លាប់ក៏មកជាប់ជាមួយបន្លែទៅជាប់ទៅកើតទៅកើនៅបន្លែហ្នឹងតែស័កភិក្ខុបានជាពោថ្មីមួយមិនហ៊ានប្រើទេខ្លាចកាចាស់ចិត្តតែទុកដល់តែឈឺមែនតែនទៅអាឡ័យជាប់ជាមួយជាពោហ្នឹងដល់តែស្លាប់ទៅកើតជាចៃនៅនឹងជាពោហើយស្រាប់តែភិក្ខុសង្ឃឃើញលោកសគុតហើយយកជាពោមកចែកគ្នាចៃហ្នឹងវាស្រែកថាចោលទៅដើមជាពោខ្ញុំជួយផងចោលទៅដើមជាពោខ្ញុំភិក្ខុសង្ឃស្ដាប់អត់ឮទេសំឡេងចៃមិនដឹងសំឡេងប្រមាណមេហ្គាហឺតទេបានប្រពុតទ្រង់ញៀនដឹងខាត់ភិក្ខុសង្ឃកំអាលចែកគ្នាលោកក៏ដាក់ច្បាប់វិន័យមួយរបស់សង្ឃពេលចង់ឲ្យទៅណានារបស់មាន2របស់សង្ឃរបស់ឯកជនឲ្យទៅណានាឲ្យកាលខ្លួននៅរស់តែសគុតទៅឲ្យคล้ายជារបស់សង្ឃទាំងអស់អត់មានទៅទាលរបស់អ៊ំអញរបស់លោកតាអញទេគេរូបភ័ណ្ឌទុកសម្រាប់វត្តលះរូបភ័ណ្ឌសង្ឃចែកគ្នាប្រើប៉ុន្តែមុននឹងចែកគ្នាឲ្យកន្លង7ថ្ងៃសិនប្រពុតសម្ដែងអញ្ចឹងញោមណាទុកឲ្យកន្លង7ថ្ងៃសិនអញ្ចឹងបានពីដើមមកសក្រាចវត្តទៅសគុតគេបិទទ្វារបន្ទប់លោក7ថ្ងៃអត់ឲ្យណាចូលទេព្រោះហេតុអីព្រោះអ្នកស្លាប់ទៅហ្នឹងអត់ទាន់ទៅណាទេបើអារម្មណ៍ជាប់ជំពាក់មុខតែកើតបដោះអាសន្ននៅនឹង7ថ្ងៃដូចទេសភិក្ខុហ្នឹងអាយុតែ7ថ្ងៃតកំណើតទៅទៀតហើយគេហៅថាសម្ភវេសីសៈកំណើតហេតុហ្នឹងហើយបានជាយើងនឹងធ្វើបុណ្យឲ្យតនថ្ងៃទី7ហ្នឹងម្ដាយខ្លះឪពុកខ្លះរៀបស្លាប់ទៅអឡោះអាឡ័យកូនអឡោះអាឡ័យចៅអឡោះអាឡ័យផ្ទះសម្បែងទ្រព្យសម្បត្តិមនុស្សនឹងស្លាប់ព្រោះអត់ទាន់ទៅកើតឯណាទេកើតបដោះអាសន្ននៅក្បែរយើងនឹង7ថ្ងៃតោះដល់ថ្ងៃទី7បានទៅទៀតហើយចេះតែមកបញ្យល់សពមកបង្ហាញកូនឲ្យឃើញកូននិយាយថាអូព្រលឹងម៉ែមកបញ្យល់សពព្រលឹងម៉ែមកបង្ហាញមិនមែនព្រលឹងទេលងហើយកំណើតសម្ភវេសីសៈកំណើតជាកំណើតកើតបដោះអាសន្នរយៈពេល7ថ្ងៃដល់ថ្ងៃទី7នឹងតកំណើតទៅទៀតបានគេធ្វើបុណ្យឲ្យតន់ថ្ងៃទី7ហ្នឹងគេហៅថាបុណ្យ7ថ្ងៃព្រោះថ្ងៃដែលគាត់ធ្វើដំណើរទៅថ្ងៃទី7គាត់អាចទទួលយកផលបុណ្យហ្នឹងដើម្បីទៅកើតជាមនុស្សឬទៅកើតជាទេវតានេះសម្រាប់សត្វមួយប្រភេទមនុស្សមួយប្រភេទដែលមានអារម្មណ៍ជាប់ជំពាក់ណាញោមណាហើយបើណាមិនជាប់ជំពាក់ទេចង់ទៅទេវតាទៅតាំងពីថ្ងៃស្លាប់ម្លេះហើយបើថាជាប់ជំពាក់នៅ7ថ្ងៃសិនចឹងហើយបានមានរឿងធ្វើបុណ្យ7ថ្ងៃហ្នឹងមានយាយតា2នាក់ហ្នឹងមានកូន4 10នាក់ដល់គាត់ឈឺធ្ងន់គាត់ស្លាប់ទៅរៀបស្លាប់គាត់នៅអឡោះអាឡ័យកូនអញហើយកូនចែកគេបានខ្លះរៀបការបានខ្លះនៅសល់ខ្លះព្រោះកូនច្រើនដល់4 10អារម្មណ៍នៅវិលវល់ជាមួយកូនដល់ស្លាប់ទៅ2នាក់យាយតាទៅកើតជាប្រែតនៅលើផែនដីនឹងអស់7ថ្ងៃកូននាំគ្នាយំស្រាប់តែស្វាងយំប្រួលបងប្អូនតោះធ្វើបន់ឲ្យម៉ែយើងឲ្យឪយើងក៏នាំគ្នាធ្វើអញ្ចឹងទៅស្រាប់តែធ្វើបន់ចប់ហើយទៅសួរព្រះមើលបានហើយមិនបានណោះទៅនាំបងប្អូនថ្វាយអង្គមព្រះព្រះអង្គខ្ញុំព្រះអង្គធ្វើបន់ជូនម៉ែឪខ្ញុំនឹងបានដល់គាត់ទៅអត់ហើយគាត់ស្លាប់ទៅនោះគាត់ទៅកើតឯណាព្រះអង្គទ្រង់ញៀនដឹងផ្លែតថាអ្នកទាំងអស់គ្នាម្ដាយឪពុកអ្នកទាំងអស់គ្នាកាលស្លាប់ទៅនៅក្បែរផ្ទះនឹងកើតទៅលើផែនដីនឹងជាកំណើតអមនុស្សយើងហៅថាប្រែតជាបេតបុគ្គលអស់7ថ្ងៃអត់ចំណីអាហារស្រាប់តែដល់ថ្ងៃទី7កូនធ្វើបុណ្យឲ្យឥឡូវគាត់ទទួលផលបុណ្យហ្នឹងទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ហើយដើម្បីជាភ័ស្តុតាងយកសាវកទាំងអស់ជាសាក្សីប្រើមុខកលៀនផ្លែតមុខកលៀនបាត់ពីនេះទៅដល់ស្រុកទេវតាឈរនឹងមុខវិមានទេវតាហ្នឹងទេវតាចេញមកសួរដូចគុណម្ចាស់និមន្តមកពីណាថាមកពីស្រុកមនុស្សដូចគុណម្ចាស់ត្រឡប់ទៅវិញផ្ដាំទៅប្រាប់កូនផងកាលស្លាប់មកកើតជាប្រែតអស់7ថ្ងៃឥឡូវរួចពីប្រែតដោយសារបុណ្យ7ថ្ងៃកូនធ្វើក្នុងថ្ងៃទី7ហ្នឹងឥឡូវបានទទួលផលបុណ្យនឹងហើយបានសោយសម្បត្តិទឹកបរិបូរណ៍បែបនេះទៅប្រាប់កូនផងថាកូនធ្វើបុណ្យមកម៉ែបានទទួលហើយឪបានទទួលហើយសូមឲ្យកូនធ្វើល្អទាំងអស់គ្នាខំធ្វើបុណ្យអាយុកូនក៏មិនយូរប្រមាណដែរតទៅមុខស្លាប់ដូចតែគ្នាទេបើគ្មានបុណ្យមិនបានមកកើតកន្លែងល្អទេមកកលៀនចោះត្រឡប់មកវិញមកនិយាយប្រាប់